ណេះចាត់តាំងឲ្យអាត្មាធ្វើអានន់ទៀតជាអានឹកភ័យថ្ងៃហ្នឹងតំណងបានធ្វើកាសបៈម្ដងឯយ៉ាងស្រាប់តែចាត់ចែងទៅមកអានន់ទៀតមុខអាត្មាមិនដឹងជាមុខអាម៉េចគេឲ្យធ្វើតាអានន់រហូតប៉ុន្តែញោមដឹងស្រាប់ហើយមិនមែនអានន់មែនតែនទេញោមណាអានន់មែនតែនឃ្លាំងចេះឃ្លាំងចាំឃ្លាំងធัวអាត្មានេះអានន់ឃ្លាំងផ្លេចអាធរនោះចេះតែផ្លេចហើយបើអាពាកស្អីក្រៅពីធរនោះនិយាយពីចាំអូចាំហើយអានន់ពីជំនាន់ព្រះអានន់គង់ទៅពីក្រោយព្រះកាន់ផ្លិតបកថ្វាយព្រះអង្គពេលទេសនាអានន់អាត្មាទៅបនឯណាក៏គេដាក់ទៅពីមុខព្រះទៅរហូតលេចមើលទៅព្រះនៅពីក្រោយទៀតជាអៀនខ្លួនហើយនៅតែពីមុខព្រះអានន់នេះអានន់ទើអានន់តអានន់តលទៅសួរច្រើនតលហើយអានន់តៈអានន់ជំនាន់ព្រះជ្រែកដីងើបមកឡើងក្រែអានន់នេះបើមិនដើរឡើងក្រែយួរថងយាមអត្រាមកទេមកមិនដល់ទេហើយចឹងខ្ញុំកណាមិនមែនមានសមត្ថភាពទាំងអស់នោះទេប្រគុណម្ចាស់តាំងងារឲ្យជាអានន់ហ្នឹងឆ្លើយទៅតាមចេះទេកុំស្មានថាអានន់ពីដើមមិនមែនទេអានន់សម័យកុំព្យូទ័រនេះចេះតិចណាស់ឲ្យតែហ៊ានណាសួរខុសពីកន្លែងចេះតល់ខ្មាស់យាយឥឡូវហើយប៉ុន្តែបំណាច់ថានឹងឡើងក្រែទៅហើយញាតញោមខំកាត់តាំងពីអាមេរិកមកទៅហើយក៏ធ្វើក្រាន់បើដែរញោមខ្លះមិនបានមកខំផ្ញើនេះផ្ញើនោះមកដូចជាញោមអូមវរីញោមរុនសខាអីហ្នឹងចេះតែភ្ជាប់មករបស់ឆាន់ខ្លះរបស់គោរពបូជាខ្លះថតរូបនឹងផ្ញើឲ្យមើលស្រុកស្ពានក្រហមនឹងខ្លះហើយបើអញ្ចឹងហើយបើមិនបានអីក៏តល់ជាក៏អស់ចិត្តអស់ចង់ដែរបើអញ្ចឹងឡើងលើក្រែហើយសុំបីអាខ្លួនកំពុងអភ័យក៏ប្រឡប់លៀបប្រេងកាឡាធ្វើក្លាហានមកគ្រាសិនដែរសួរចោះឲ្យតែកន្លែងខ្ញុំកណាចេះអាកន្លែងណាមិនចេះកុំសួរលោកគ្រូខាងនោះចោះលោកគ្រូខាងនោះជើងខ្លាំងខាងវិន័យមកខេត្តបាត់ដំបងហ្នឹងដើរសីមាហ្នឹងចង់គ្រប់ពហិអស់ហើយហើយនិយាយពីវិន័យហ្នឹងខ្ទេចខ្ទីដូចខ្ទឹមចូលខ្ទះឆាកាទៀវហើយដោះស្រាយទំនាស់ចំនួនគ្រប់កន្លែងទាំងអស់ហើយអញ្ចឹងប្រគុណម្ចាស់ហ្នឹងជើងខ្លាំងខាងវិន័យឆ្ងល់ពីសីមាកម្មឆ្ងល់ពីអីសួរប្រគ្រូខាងនោះហើយខ្ញុំកណានេះតួនាទីព្រះអានន្ទនឹងប្រសូតនឹងអភិធម្មទុកបកស្រាយពីរឿងអានិសង្ឃដែលគេកសាងពហិសេនាសនៈអីហ្នឹងហើយព្រមទាំងបកស្រាយពីបុណ្យដែលគេធ្វើហ្នឹងអាហ្នឹងចែកគ្នាឲ្យដាច់អញ្ចឹងខ្ញុំកណាសនំពរអញ្ចេះមុននឹងសម្ដែងប្រគេនខដល់ព្រះមហាកាសព4ឆ្នាំប៉ុន្តែខហ្នឹងមិនមែនខតពាំងមិនមែនខជើងជ្រូកទេខសន្យាទី1បើឆ្លើយទៅលើសសូមច្រាប់ចេញបើឆ្លើយទៅខ្វះចន្លោះប្រហោងសូមសៀតសោកលៃលោកបំពេញឲ្យកំពុងញាត់ឲ្យណែនឲ្យផងនេះ1ខទី2បើខ្ញុំកណាឆ្លើយខុសមេត្តាជួយកែឲ្យផងខឆ្នាំងទី3បើខ្ញុំកណាចេះចាំមិនច្បាស់សពេចសពិលទេអានឹងសន្មត់ថាមិនចេះឆ្លើយដែរប៉ុន្តែមិនវែងទេឆ្លើយខ្លីថាអត់ចេះទេសូមវេប្រគេនប្រគ្រូការសពវិញខឆ្នាំងទី4អានន្ទនេះខុសពីអានន្ទមុនអានន្ទមុនទទួលភារៈតអ្នកឆ្លើយទេប៉ុន្តែអានន្ទថ្ងៃនេះទទួលភារៈអ្នកសួរទៀតតែស្ដាប់មិនបានយល់មិនច្បាស់ពុះមិនបែកចែកមិនដាច់សុំសួរប្រកាសសពវិញហើយបើហ៊ានសួរខ្ញុំកណាជាអានន្ទសុំសួរវិញហើយបើហ៊ានឲ្យខ្ញុំកណាឆ្លើយសុំនៅលើក្រែហើយបើមិនហ៊ានទេអត់អីទេនិមន្តចោះទៅវិញក៏បានដែរព្រោះមួយអង្គទៀតប្រមាលផងតឡើងទេនេះសូមនិមន្តជ្រាបសាធុមនាលអានន្ទសំដើរតួនាទីជាអានន្ទឲ្យពីព្រោះវោហាសាសចម្លើយឆ្លើយសាសងផ្ដោះផ្ដងសូរស័ព្ទមកប្រាប់ដល់ខ្ញុំបកករណាអាត្មាបាញ់មិញលោកមុននឹងព្រមលមមជាអានន្ទនឹងបានប្រគេនខ4ឆ្នាំឲ្យអាត្មាឆាន់សិនណាញោមហើយអាត្មាលឺតខនឹងចេះតែបុកពោះហើយបើពេលប្រគេនខអីស្មើនឹងណាដល់ទៅពេលចុងក្រោយលោកថាមិនមែនខតពាំងមិនមែនខជើងជ្រូកចាស់កំអាលលោកទុកក្មេងលោកមុនអីទេគឺខសន្យា
ហើយខឆ្នាំងទី1លោកបើកឲ្យសួរតែសំណួរណាដែលលោកមិនចេះបានហើយអាសំណួរណាមិនចេះកុំសួរហើយខ្ញុំកណាមុនពីខេត្តកំពង់ឆ្នាំងមកដល់ទីនេះហើយធ្វើម៉េចដឹងប្រគុណម្ចាស់ហ្នឹងចេះចំណុចតរងណាណោះឥឡូវសន្មតអញ្ចេះថាឲ្យទៅសំណួរដែលខ្ញុំបកករណាសួរទៅសិតតែប្រគុណម្ចាស់ចេះទាំងអស់ហើយអាណន់នេះប្លែកទៀតញោមអាខឆ្នាំងទី4ណាលោកថាបើសិនជាស្ដាប់មិនបានឬក៏មិនសួរទៅឆ្លើយមិនចេះអីលោកវេមកវិញហើយសុំសួរវិញហើយនេះអាណន់នេះខ្លាំងហើយបើអាណន់ជំនាន់ព្រះវិញអត់សួរមកវិញទេតែសួរឆ្លើយតែហ្មងប៉ុន្តែអាណន់នេះអត់បានទេញោមអាត្មាជួបអាណន់ហ្នឹងចេះតែភ័យដែរណាឥឡូវនេះមិនអីទេខទាំង4ឆ្នាំងហ្នឹងខ្ញុំបកករណាមហាកាសបៈហ្នឹងព្រមហើយប៉ុន្តែការតែងតាំងនាមនេះគ្រាន់តែជាការសន្មតទេញោមយើងយកទៅតាមទម្លាប់ដែលព្រះសម្មាសម្ពុទ្ធនៅចំនួននោះមហាកាសបៈព្រះឧបល័យអនន្តប្រធានក្នុងការធ្វើបឋមសង្គាយនាយក្រែ3ហ្នឹងហើយនៅក្នុងពេលនេះយើងគ្រាន់តែយកទៅនាមទៅតាមនោះប៉ុន្តែតាមទម្លាប់នៃការធ្វើសង្គាយនាក្រែ3ហ្នឹងជាដំបូងគេឲ្យសម្ដែងអំពីមហាបរិនិព្វានសូត្រដែលរលឹកនឹកទៅដល់ចំនួនដែលព្រះពុទ្ធព្រះអង្គទ្រង់បរិនិព្វាននៅក្នុងថ្ងៃអង្គារយាមអង្គារតិរថីពេញបរមី15កើតខែពិសាខឆ្នាំម្សាញ់នៅក្បែរក្រុងកុសិនារាខាងក្រោមដើមសាលព្រឹកទាំងគូឯណោះនឹងហើយក្នុងការព្រះអង្គបរិនិព្វាននឹងមានហេតុអស្ចារ្យខ្លាំងណាស់ផែនដីកម្រើកញាប់ញ័របើណាកម្រើកញាប់ញ័រផ្កាមុនឌីបោសទាំងឡាយនឹងឯងស្រក់ជ្រុះសលឹកជ្រុះផ្កាអស់រលីងហាក់បីដូចជាសម្ដែងអិរិយាបថក្រៀមក្រំសោកស្ដាយព្រះសម្មាសម្ពុទ្ធហើយនៅក្នុងកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វាននឹងក្នុងកាលនោះស្ដេចហៅថាមណ្ឌរាជចំនៅបរមសពរបស់ព្រះសម្មាសម្ពុទ្ធដាក់នៅក្នុងសវណ្ណមឈូសគឺមឈូសមាសនឹងឯងបាន7ថ្ងៃហើយតំណែងហ្នឹងព្រះសរិបុត្រព្រះមហាកាសបៈហ្នឹងលោកមិនដឹងទេពីព្រោះលោកទៅសមណធម៌នៅឯនគរបាវាឯណោះដល់ទៅពេលថ្ងៃមួយមិនដឹងអញ្ចឹងទៅវាជួនជាថ្ងៃនោះវាក្តៅពេកហើយមហាកាសបៈព្រមបរិវារទាំង500ហ្នឹងចេះតែឆ្ងល់អាកាសធាតុថ្ងៃហ្នឹងប្រមាណថ្ងៃហ្នឹងអីក៏ក្តៅម្លេះដល់ទៅពេលគិតអញ្ចឹងទៅប្រហែលជាមានរឿងហេតុអ្វីមិនល្អហើយគិតអញ្ចឹងទៅឃើញអាជីវៈឯណោះឃើញអាជីវៈដើរមកអញ្ចឹងក៏សួរតំណែងដឹងថាអូព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅហើយនៅឯក្រុងកុសិនារាឯណោះគ្រាន់តែឮថាព្រះអង្គបរិនិព្វានសេចក្តីទុក្ខដាបរបស់បឋិជនដែលមិនទាន់បានសម្រេចធម៌ណាកើតទុក្ខក្តុកក្តួលសំណោះសោកស្ដាយព្រះសម្មាសម្ពុទ្ធនិយាយអំពីសុផតភិក្ខុគ្រាន់តែឮតែព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅនឹងក្នុងចិត្តនឹងអប្រូចតែហ្មងពីព្រោះថាកាលដែលព្រះអង្គទ្រង់គង់នៅនឹងឯងធ្វើអ្វីចេះតែខុសសុផតភិក្ខុនឹងចេះរឹងថ្អឹងណាស់មិនសូវគោរពតាមអាវាតព្រះសម្មាសម្ពុទ្ធទេដល់ទៅពេលអញ្ចឹងនឹកប្រូចតែព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានស្រួលហើយយើងទាំងអស់គ្នាទៅសោកស្ដាយសំណោះអាឡោះអាល័យអីកាលដែលព្រះពុទ្ធទ្រង់នៅមិនទាន់បរិនិព្វាននឹងតលតែណាលូនក្រាបធ្វើតាមព្រះអង្គទើបស្បានបើសិនជាណាមិនធ្វើតាមព្រះអង្គទេខុសតែរហូតឥឡូវហ្នឹងស្រួលហើយយើងចង់ធ្វើអ្វីបានស្រេចចិត្តយើងទេណែដល់ទៅពេលអញ្ចឹងមហាកាសបៈនឹងឯងគិតតែហ្មងព្រះសម្មាសម្ពុទ្ធទើបនឹងបរិនិព្វានបានថ្មី7ថ្ងៃសោះមានពាក្យយ៉ាងហ្នឹងទៅហើយប៉ុន្តែមិនទាន់មានរឿងរ៉ាវអីទេលោកនឹងឯងទុកនៅក្នុងចិត្តលោកខំធ្វើដំណើរតាំងអំពីនគរបាវារហូតដល់ក្រុងកុសិនារាទៅដល់ព្រះសម្មាសម្ពុទ្ធនិយាយអំពីព្រះបរមសពព្រះសម្មាសម្ពុទ្ធនឹងបូជាមិនឆេះសោះវាឆ្ងល់អ្នកនគរក្រុងមល្លក្សត្រនឹងឆ្ងល់ហ
hai đã vấy ban để sọp pra sama samput bầu chia mình prom che só đó là xua pre arahonទាំងឡាយមានព្រះអនុរុទ្ធជាដើមពីព្រោះតែព្រះអនុរុទ្ធហ្នឹងលោកភ្នែកទឹកសាកសួរលោកទៅលោកប្រមាលមើលចុះមើលឡើងទៅសម្លឹងទៅឃើញព្រះមហាកាសបៈនៅឯបាវ៉ាហ្នឹងតើដោយសារតែអគ្គសាវកដល់ល្បីល្បាញហ្នឹងមិនទាន់បានមកជួបទើបដូច្នេះហើយបានជាបូជាសពហ្នឹងមិនឆេះដល់ទៅពេលអញ្ចឹងដល់ខាត់នឹងពរាជានឹងថាចាំមួយថ្ងៃទៀតគម្រប់ថ្ងៃទី8មហាកាសបៈព្រមទាំងអគ្គសាវកទាំង500នឹងធ្វើដំណើរមកដល់គ្រាន់តែមកដល់ភ្លាមមកបើជុំវិញបតៈសិនមឈូសរបស់ព្រះសម្មាសម្ពុទ្ធនឹង3ជុំហើយក្រាបថ្វាយបង្គំនៅពេលនោះព្រះបរមសពព្រះសម្មាសម្ពុទ្ធហៅថាព្រះបាទទាំងគូរបស់ព្រះអង្គនោះស្រាប់តែលៀនពីមឈូសសវណ្ណមឈូសនឹងមកតែម្ដងលៀនមកអញ្ចឹងហើយព្រះមហាកាសបៈព្រមទាំងអគ្គសាវកនឹងសុំកម្មាទោសរួចរាល់ហើយអញ្ចឹងណាញោមណាហ្នឹងហើយហ្នឹងគ្រាន់តែអាត្មាប្ររពបន្តិចបន្តួចសង្ខេបប៉ុណ្ណឹងអំពីការបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធដល់ទៅពេលរៀបចំបរមសពព្រះសម្មាសម្ពុទ្ធបូជាសពគ្រប់ហើយចែកប្រធានទាំង8នគរអស់ហើយហ្នឹងក៏បានមហាកាសបៈនឹងនិជំនុំគ្នាជាមួយនឹងព្រះឧបល័យព្រះអនន្តព្រះអនុរុទ្ធព្រមទាំងព្រះអរហន្តផ្សេងទៀតតើយើងគួរធ្វើនៅសង្គាយនាបឋមសង្គាយនាក្នុងពេលណាបានសម្រេចគ្នាថាក្នុងកន្លងព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅបាន3ខែយើងនឹងប្រពធ្វើនៅបឋមសង្គាយនាក្រែ3នៅឯសត្តបណ្ណគុហាក្បែរភ្នំវេភិរៈដែនមគធៈឯណោះដែលឧបត្ថម្ភទៅដោយប្របាទអជាតសតុហ្នឹងអានឹងដោយសារមានដំណើរដើមតងយ៉ាងហ្នឹងបាននៅក្នុងពេលនេះយើងធ្វើសង្គាយនាប្រពទៅដោយហេតុនៅក្នុងឯងប៉ុន្តែក្នុងការធ្វើសង្គាយនាចំនួននោះធ្វើ7ខែណាញោមបានចប់ហើយសង្គាយនាក្រែ3ក្នុងពេលនេះអត់ដល់7ខែទេឥឡូវនេះលោកជាអិសរាធិបតីសម័យម្ចាស់ផ្ដើមទានប្រធានម្ចាស់ផ្ដើមបុណ្យបានប្រពធ្វើបុណ្យបញ្ចុះខណ្ឌសីមាឥឡូវហ្នឹងលើកធរសីមាហ្នឹងមកសួរប្រគុណម្ចាស់តែម្ដងមើលឧបល័យអ្វីទៅដែលហៅថាសីមាសូមនិមន្តឆ្លើយតាសៈវេចនង្ហង្សត្វាសួរអំពីសីមាអ្វីទៅដែលហៅថាសីមាខ្សែអំបោះបដិជាប្រគុណដែលហៅថាសីមាសូមនិមន្តជ្រាបខ្សែអំបោះដែលហៅថាសីមាមុននឹងឆ្លើយហ្នឹងលោកបានចង់ថ្លឹងគីឡូណាញោមបើថ្លឹងគីឡូមានកលាបដាល់ទេមុននឹងឡើងវាយគេថ្លឹងគីឡូទៅហ្មងថាគីឡូស៊ីគ្នាហើយអាហ្នឹងឡើងវាយទៅហ្មងប៉ុន្តែដល់ទៅពេលឡើងទេសនាអាហ្នឹងអត់មានគិតគីឡូទេគិតភាសាវិញហើយបើថ្លឹងគីឡូបាត់តែមើលមកញោមមើលមកឃើញអាត្មាសិតតែឆ្អឹងហ្នឹងកុំថាទៅងុនស្រាលណាព្រោះជីឡានមកលោកនេះលោកឧបាសកហែមស៊ីមានណោះដែលជាតកង់ឡានជូនអាត្មាមករបរនឹងឆាន់តាមឡានរហូតបន្តិចគោជុលបន្តិចខារបាវបន្តិចពូតដុតណាបន្តិចពូតដុតបន្តិចអាចេកជៀនឯណោះបន្តិចឯណាអីអាលៀសហាលលៀសជៀនឯណាអីអូច្រើនណាស់គាត់បន្តិចឈប់ទិញឲ្យឆាន់តាមឡានរហូតទាំងញោមស្រីឯហ្នឹងឆាន់បន្តមកដល់ទៅពេលមកដល់ទីនេះដូចរៀងមានស្មារតីគ្រាន់បើហើយចង់បបួលថ្លឹងគីឡូទៀតប៉ុន្តែមើលតែមានបើថ្លឹងគីឡូចាញ់លោកដល់ទៅពេលអញ្ចឹងអាត្មាហ្នឹងស្រូតឲ្យមកខ្លួនឯងឲ្យតែបានអង្គុយខែកដាលហ្នឹងចាប់ក្បាលមីក្រូតែងតាំងទោះបីព្រមក៏បខំដែរពេលនេះឥឡូវលោកសួរលោកថាសីមាអ្វីទៅសីមាលោកថាអំបោះនោះអំបោះគេចងលឹកទឹកកលិចឲ្យកើតឲ្យជើងត្បូងអានោះឲ្យសីមាមើលឧបល័យហេតុអ្វីបានជាថាអំបោះនោះជាសីមាសីមានោះស្ទើរតែអំបោះឬក៏ក្រៅពីនោះគេហៅថាសីមាបានក្រៅពីអំបោះនោះតើមានអ្វីដែលអាចហៅថាសីមាបានទៀតដែរទេសូមឆ្លើយហន្ទេកាសបៈបបិទ្ធព្រះអរិយកាសព
អង្គម្ចាស់អើយឆ្លើយប្រាប់តាខ្សែអំបោះនឹងដោយធ្លាប់ឃើញញាតិញោមយកខ្សែអំបោះនឹងទៅការពារខ្មោចឬក៏ការពារឧបទ្រពចង្រៃការពារព្រាយបិសាចអានឹងឯងដែលគាត់ហៅថាសីមាឥឡូវបដិជាប្រគុណមិនចង់ដឹងអំពីរឿងសីមាហ្នឹងទេចង់ដឹងសីមាដតីទៀតផ្សេងក្រៅអំពីហ្នឹងពាក្យថាសីមាអើយសីមាស្អីគេសីមាអីគេញាតិញោមដែលគេហៅថាសីមាសីមានេះក្នុងព្រះពុទ្ធសាសនាលោកសំដៅយកខេត្តដែនព្រំបទលឬក៏ទីកំណត់ឬក៏កន្លែងដែលគេកំណត់ឬក៏ខណ្ឌត្រង់ណាមួយព្រំបទលត្រង់ណាមួយនោះឯងបដិជាប្រគុណដែលគេហៅថាសីមាសូមនិមន្តជ្រាបសាធុជ្រាបហើយឆ្លើយមកផ្សេងទៀតណាញោមណាសីមាគឺជាព្រំដែនដែលយើងកំណត់នៅត្រង់ចំណុចណាមួយហេតុអ្វីបានជាគេចាំបាច់ធ្វើសីមាឧបល័យសូមនិមន្តបកស្រាយញាតិញោមជាពុទ្ធបរិស័ទមូលហេតុអ្វីមូលហេតុគឺតាក់ទងនឹងរឿងរ៉ាវរបស់ពួកភិក្ខុដែលបួសនៅក្នុងព្រះពុទ្ធសាសនានេះញាតិញោមជាពុទ្ធបរិស័ទមូលហេតុមកពីប្របាកធ្វើសង្ឃកម្មផ្សេងអានឹងទើបបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យធ្វើនៅសីមាកម្មណាបដិជាប្រគុណសូមនិមន្តជ្រាបសាធុជ្រាបហើយឆ្លើយអញ្ចឹងបានទទួលយកបានហើយចុះសីមានឹងមានប៉ុន្មានយ៉ាងដែរទៅឧបល័យសូមនិមន្តបកស្រាយចង់ដឹងសីមានឹងមានប៉ុន្មានយ៉ាងទៀតចង់ដឹងចំនួនទៀតមិញនឹងចង់បញ្ជាក់ពីខាងដើមបន្តិចមូលហេតុដែលព្រះអង្គទ្រង់ឲ្យចងនៅសីមាសម្រាប់ពួកភិក្ខុធ្វើសង្ឃកម្មនឹងនៅក្នុងឧបោសថខណ្ឌកៈបិដកលេខ6នឹងវាមានរឿងរ៉ាវពួកបញ្ចវគិភិក្ខុនឹងកាលដើមឡើយព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុក្នុងសាសនានឹងធ្វើនៅឧបោសថកម្មនឹងគឺឲ្យភិក្ខុសម្ដែងបាតទៅមកជារៀងរាល់កន្លះខែម្ដងដល់ពេលពួកភិក្ខុនឹងលោកក៏ធ្វើសីមាលោកធ្វើឧបោសថកម្មនឹងអង្គនេះធ្វើកន្លែងនោះអង្គនោះធ្វើកន្លែងនោះផ្សេងពីគ្នាដល់ពួកភិក្ខុទាំងឡាយធ្វើផ្សេងពីគ្នាអង្គខ្លះធ្វើនៅអង្គត់អង្គខ្លះធ្វើនៅសាលាអង្គខ្លះធ្វើនៅវិហាររៀងខ្លួនអញ្ចឹងទៅព្រះអង្គក៏ទ្រង់មកបញ្ញត្តិកុំឲ្យពួកភិក្ខុនឹងធ្វើឧបោសថកម្មនឹងផ្សេងគ្នាគឺត្រូវធ្វើព្រមព្រៀងគ្នាតែមួយកន្លែងភិក្ខុទាំងអស់នោះឆ្ងល់ទៀតមិនដឹងថាធ្វើមួយកន្លែងនឹងមិនដឹងថាធ្វើកន្លែងណាទៀតអនុញ្ញាតឲ្យធ្វើក្នុងអាវាសឯណានីមួយគឺធ្វើមួយកន្លែងព្រមគ្នាភិក្ខុនឹងមិនដឹងទៅទៀតមិនដឹងថាអាវាសនឹងត្រូវធ្វើមកកន្លែងណាព្រមបទល់យ៉ាងម៉េចត្រង់ណាទៅដែលហៅថាអាវាសមិនប្រកាសមិនជាច្បាស់អញ្ចឹងបានព្រះអង្គទ្រង់អនុញ្ញាតបើភិក្ខុទាំងឡាយហ្នឹងឯងចង់ដឹងថាដែនកំណត់អាវាសហ្នឹងប្រព័ន្ធណាមកនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវតែសន្មត់នៅសីមានេះចាប់ដើមឲ្យធ្វើសីមាកម្មឯងកំណត់ព្រំបទល់ដើម្បីងាយស្រួលធ្វើនៅឧបោសថកម្មឬក៏ធ្វើនៅកម្មដតីទៀតនៅក្នុងពុទ្ធសាសនាផ្នែកខាងភិក្ខុសង្ឃមានរឿងរ៉ាវអញ្ចឹងឯងបានជាក្នុងការនោះពួកភិក្ខុក៏ចាប់ដើមចងសីមាតាមទីកន្លែងអាវាសរៀងខ្លួនទៅអង្គនេះគង់នៅវត្តនេះចងនៅវត្តនេះអង្គនោះគង់នៅវត្តនោះចងនៅវត្តនោះដើម្បីងាយស្រួលធ្វើសង្ឃកម្មរហូតមកដល់សម័យបច្ចុប្បន្ននេះក៏ចងសីមានឹងតាមបែបពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យធ្វើតាំងពីដើមរហូតមកទល់នឹងសម័យកាលបច្ចុប្បន្ននេះឯងនេះរឿងរ៉ាវដែលនាំឲ្យកើតនៅសីមានៅក្នុងពុទ្ធសាសនាឥឡូវធ្លាក់ចូលដល់សំណួរសីមានឹងមានប្រមាណយ៉ាង
តាមខ្ញុំកណាដឹងសីមានឹងមាន2យ៉ាងបដិជាប្រគុណសូមនិមន្តឆាន់ សាធុឆាន់ហើយមាន2យ៉ាងប៉ុន្តែដឹងយ៉ាងអីទេមើល2យ៉ាងនោះយ៉ាងអ្វីខ្លះដែរទៅឧបល័យសូមនិមន្តឆ្លើយ យ៉ាងទី1សីមាក្រៅពុទ្ធសាសនាយ៉ាងទី2សីមាក្នុងពុទ្ធសាសនាសូមនិមន្តជ្រាប សាធុសីមាក្រៅព្រះពុទ្ធសាសនាសីមាក្នុងព្រះពុទ្ធសាសនាតើសីមាក្រៅព្រះពុទ្ធសាសនានោះសីមាយ៉ាងម៉េចហើយសីមាក្នុងព្រះពុទ្ធសាសនាហ្នឹងសីមាយ៉ាងម៉េចដែរឧបល័យមើលសូមនិមន្តបកស្រាយឲ្យល្មមស្ដាប់បានមកមើលសូមរតនី ឲ្យបកឲ្យស្រាយស្មានតែឆាន់ឲ្យបកឲ្យស្រាយឲ្យល្មមស្ដាប់វាធ្លាប់តែបកឲ្យស្រាយរួចប្រកេនឆាន់ហើយដល់ព្រះមហាកាសពឲ្យបកឲ្យស្រាយល្មមស្ដាប់ឥឡូវបកក៏បានស្រាយក៏បានឲ្យល្មមស្ដាប់សីមានៅក្រៅពុទ្ធសាសនាហ្នឹងតទៅសួរញោមអាចារ្យចាស់ចាស់អ្នកចេះផ្នែកខាងហ្នឹងខ្ញុំកណាហ្នឹងអត់ចេះទេសីមាហ្នឹងឃើញគេដាក់គេគូសទៅគេធ្វើមាត់ជីបអូចាសីមាហ្នឹងណាគេគូសទៅគេមានខ្វែងជើងក្អែកគេមានស្អីគេហូហែអាហ្នឹងជីបអូចឹងទៅអាហ្នឹងសីមាដែរតែសីមាក្រៅពុទ្ធសាសនាហើយមកដល់សីមាក្នុងពុទ្ធសាសនាវិញតាមពុទ្ធដីកាព្រះអង្គប្រកាសសម្ដីឬក៏មាននៅក្នុងវិន័យហ្នឹងមាន2ប្រភេទបដិជាប្រគុណមាន2ប្រភេទទៅទៀតនោះទី1ឲ្យឈ្មោះថាពទ្ធសីមាទី2អពទ្ធសីមាសូមនិមន្តជ្រាប សាធុជ្រាបហើយហេខ្លាំងបោះលោកមែនណាញោមឆ្លើយឲ្យត្រីសីមាក្រៅពុទ្ធសាសនាប្រហែលជាអាចារ្យពាត់ការពារខ្មោចអីយ៉ាងព្រោះការពារពាត់ជីបអូចឹងណាការពារកុំឲ្យខ្មោចមកចូលលោកឯណោះណាហើយសីមាក្នុងពុទ្ធសាសនាឧបល័យឆ្លើយថាមាន2យ៉ាងគឺពាត់សីមានិងអពាត់សីមាខ្ញុំបកករណាស្ដាប់បាននៅចំណុចនេះប៉ុន្តែមើលទៅមុខហ្នឹងប្រហែលជាខ្លាំងរបស់គេចង់សួរសំណួរខាងក្រៅបន្តិចមើលញោមណាតើខ្លាំងហើយមិនខ្លាំងមើលឧបល័យខ្ញុំកណាឆ្ងល់ចេះតើអាហារអីឆាន់មួយចានហើយនៅសល់មួយចានដែរសូមឆ្លើយអាហារអីឆាន់អស់មួយចានហើយនៅមួយចានហើយសល់មួយចានទៀតអាត្មារៀងត្រង់យ៉ាប់ហើយអូយបដិជាប្រគុណសួរសំណួរនេះរៀងត្រង់យ៉ាប់ញាតិញោមអាហារអីឆាន់មួយចាននៅសល់មួយចានញាតិញោមជាពុទ្ធបរិស័ទជួយគិតមើលបើបបរដាក់មួយចានទៅអស់គុយទាវដាក់មួយចានទៅអស់មានស្អីគេដែលនៅអីយ៉ាបានមកឲ្យខ្ចងបដិជាប្រគុណសូមនិមន្តជ្រាបបានញោមបោះប្រយ៉ងឲ្យបើសិនជាប្រឡងវិញបន្ទុសូនណានេះហៅមេប្រយោគតាមដានតន់ណាអាហ្នឹងដូចជាឆ្លើយខុសដែរសារ៉ូត្រូវឲ្យខ្ចងឆាន់អស់មួយចាននៅមួយចានពីព្រោះថាមកថ្ងៃមិញហ្នឹងអាចារ្យហែមស៊ីមានហ្នឹងគាត់បានទៅទិញអាខ្ចៅយកមកឆាន់ដល់ឆាន់អត់ហើយវានៅតែមួយចានពេញដែរឆ្ងល់សួរអ៊ុលបល័យដែរបងឥឡូវឧបល័យសួរមកចូលសំណួរយើងវិញចោះដូចមកដេចទៅដែលហៅថាពទ្ធសីមាឧបល័យសូមនិមន្តបកស្រាយដូចមកដេចដែលហៅពទ្ធសីមាមិញស្ដាប់បញ្ហាខាងដើមបដិជាប្រគុណសរសើរខ្ញុំកណានឹងឆ្លើយឡើងរុយឆ្លើយតែល្មមបានហើយខ្ញុំកណាអត់ឆ្លើយដល់រុយទេតែឆ្លើយដល់រុយមានតែចុះពីលើក្រេអានឹងបានរុយបើនៅលើក្រេនឹងអត់រុយទេបញ្ហាតាក់ទងនៅក្នុងសំណួរទី2នេះនឹងរឿងសីមាទៀតដែរសីមាដូចមួយដេចដែលហៅថាពទ្ធសីមាតថវិបត្តិសីមាយោតថឯកាទសវិបត្តិសីមាយោអតកមិតថ្វាតិវិធិសម្បត្តិយុត្តេនៈនិមិត្តេននិមិត្តតាំងថិតថ្វាសីមាពទ្ធសីមានាមៈពាក្យថាពទ្ធសីមានេះបណ្ដាសីមាខាងដើម2ប្រការពទ្ធសីមា1អពទ្ធសីមា1ផ្
សីមាឯណាដែលសង់ចងឬក៏សន្មត់និមិត្តដោយនិមិត្តប្រះចាកវិបត្តិ11ប្រកបដោយសម្បត្តិ3ឲ្យឈ្មោះថាពតភសីមាអញ្ចឹងបដិជាប្រគុណសីមាដែលសង់សន្មត់និមិត្តដោយនិមិត្តប្រះចាកវិបត្តិ11ប្រកបដោយសម្បត្តិ3ប្រការឲ្យឈ្មោះថាពតភសីមាណាប្រដេកជាប្រគុណព្រះគ្រូកំពុងឆ្នាំងបារមីភ្នំកងរៃសូមនិមន្តជ្រាបសាធុមិនតាន់ជ្រាបប្រមាណទេឧបល័យចង់ឲ្យឧបល័យនឹងអធិប្បាយបន្តិចមើលពតសីមានឹងប្រកបទៅដោយសម្បត្តិឬក៏វិបត្តិ11នោះតើយើងត្រូវគួរធ្វើយ៉ាងម៉េចដើម្បីឲ្យត្រូវហើយធ្វើយ៉ាងម៉េចដើម្បីឲ្យជៀសឲ្យផុតអំពីវិបត្តិនឹងឯងឧបល័យសូមនិមន្តដោះស្រាយពីដើមឲ្យបកហើយនឹងស្រាយឥឡូវឲ្យដោះហើយនឹងស្រាយដូចជារៀងប្លែកឥឡូវញាតិញោមថែមបញ្ហាហ្នឹងប្រកេនហើយថាកន្លងវិបត្តិ11ប្រកបដោយសម្បត្តិ3ឥឡូវលោកឲ្យអធិប្បាយចុះកន្លងវិបត្តិ11ហ្នឹងវិបត្តិ11ហ្នឹងអ្វីខ្លះទៅការធ្វើសីមាកម្មហ្នឹងថ្ងៃហ្នឹងខ្ញុំកណាទទួលវិន័យរៀងធ្ងន់កដុកហើយចំបនបញ្ចុះសីមាសួរតែបញ្ចុះសីមាហើយសីមាខ្ញុំកណាហ្នឹងរៀងស្ទើរផងហើយតែដល់បនដតីដូចមិនសូវបញ្ហាទេដល់មកបនបញ្ចុះសីមាដេញពីរឿងសីមានេះរៀងត្រង់យ៉ាប់បន្តិចឥឡូវវិបត្តិ11បដិជាប្រគុណពាក្យថាវិបត្តិហ្នឹងញាតិញោមកាលណាបើចងចូលចងសីមាឬក៏ធ្វើសីមាកម្មនឹងចូលក្នុងវិបត្តិទាំង11ណាមួយហើយនឹងសីមានឹងប្រកាសជាមិនឡើងទេធ្វើសង្កកម្មអ្វីទាំងឡាយទាំងពួងនោះมันអាចសម្រេចទៅបានទេក្នុងសីមានឹងចូលវិបត្តិ11នឹងអ្វីខ្លះទៅវិបត្តិ11នឹងទី1អតិខតកាសីមាហ្នឹងគេឲ្យឈ្មោះថាសីមាតូចពេកហើយទី2អតិមហតីសីមាហ្នឹងឲ្យឈ្មោះថាសីមាធំពេកទី2អតិមហតីហើយដល់ទៅទី3ខណ្ឌនិមិត្តាសីមាហ្នឹងមាននិមិត្តដាច់សន្មត់និមិត្តដាច់ហើយដល់ទី4ឆាយានិមិត្តាមានសន្មត់សីមាយកស្រមោលជានិមិត្តទី5អនិមិត្តាសន្មត់សីមាហ្នឹងអត់មាននិមិត្តហើយទី6បិសីមេថិតសមតាភិក្ខុសន្មត់សីមាឈួរខាងក្រៅសីមាឈួរខាងក្រៅដែនសីមាហើយកំណត់សីមាហើយទី7និតិយាសមតាចងសីមានៅក្នុងស្ទឹងហើយទី8សមុទ្រទេចងសីមានៅក្នុងសមុទ្រក៏មិនឡើងដែរហើយទី9ជាតិតាសារេចងសីមានៅក្នុងជាតិស្រះហើយទី10សីមាយៈសីមាំងសម្ភិនតន្តេនសមតាភិក្ខុសន្មត់សីមាទំលាយសីមាភិក្ខុដតីទី11សីមាយៈសីមាំងអច្ឆោតរន្តេនសមតាភិក្ខុសន្មត់សីមាគ្របលើសីមាភិក្ខុដតីកាលណាបើចូលក្នុងវិបត្តិទាំង11ប្រការនឹងហើយសីមានឹងមិនឡើងទេបដិជាប្រគុណចូលក្នុងមួយណាក៏ដោយអត់ឡើងទេអញ្ចឹងខ្ញុំកណាប្រកេន11ហ្នឹងហើយបើប្រគុណបដិជាប្រគុណអាចឆានបាននិមន្តឆានហើយបើបដិជាប្រគុណមុនឆានកើតទេអានឹងទុកឲ្យខ្ញុំកណាឆានតទៅទៀតក៏បានសូមនិមន្តជ្រាបសាធុជ្រាបហើយចាំល្អណាញោមបានទាំងបល័យបានទាំងសម្រាយមកកំភ្លេហើយចុះសម្បត្តិ3នោះឧបល័យសម្បត្តិ3ហ្នឹងសំដៅចុះសម្បត្តិអ្វីខ្លះដែរទៅមើលសូមបញ្ជាក់បន្តិចទៀតទៅមើលសូមរតនីសាធុចង់ដឹងពីសម្បត្តិ3ទៀតប៉ុន្តែខ្ញុំកណានឹងសុំឱកាសបន្តិចបើកវងកញ្ចក់បញ្ជាក់បន្តិចអារឿងតូចអារឿងធំនឹងបន្តិចកៃឡូញាតញោមសីមាតូចនឹងមិនដឹងថាតូចប៉ុណ្ណាធំនឹងមិនដឹងថាធំប៉ុណ្ណាឥឡូវបញ្ជាក់ចែកជូនញាតញោមបន្តិចថាសីមាដែលឈ្មោះថាសីមាតូចពេកនឹងគឺសីមាឯណាដែលភិក្ខុ21អង្គមិនអាចអង្គុយចុះទីកន្លែងណាដែលភិក្ខុ21អង្គនឹងមិនអាចអង្គុយចុះឬក៏វិហារឯណាដែលភិក្ខុ21អង្គនឹងមិនអាចអង្គុយចុះអានឹងវិហារនឹងមិនអាចសន្មត់ចងសីមាបានទេនឹងចូលនៅក្នុងបញ្ហាព្រះវិន័យអានឹងយ៉ាងតូចបំផុតសីមាណា
đây vì không mà phê mùi ong nó mà ai cùi chó nâng vì hiền nó mình ai son là mót tròn xây mà bàn đi nâng trôn ở trong bàn nhà bia vì này nâng dạng tôi bằng phốt xây má to ta vì không mà phê mùi ong ai cùi bán là nâng tếp tròn xây mà bàn ấy vì không mà phê mùi ong nó dạng mấy con dạng mấy cứ vì khó từng ngõ nâng ấy con chia đồng vòng mua bệ môn là cà rên nè cứ con chia đồng vòng mua nè sẽ cao tao để xây tị tông cứ vì khó con chia đồng vòng mua Phật kia mong chiều mua chẳng tới anh ấy ai cùng cho bàn ấy nó mình phê mũi ong tôi phải chung kia nó cả đào về here đấy đó phê mũi ong từ riệp kia đôi lê lẹ cả say nhưng đó lẹ cả say chẳng mà phê mũi ong từ riệp kia chẳng tới đây và con đó ấy ai phê mũi ong nó cùng cho bàn ấy ai vừa xảy mà bàn ôi tí pi bằng chơi tôi riêng vì đấy nhiệt nhóm phai chiêm sao chu chết vào mà này khai bởi tí pi thông pe nó thông vào con na tới thông nâng to tạo bay vô nhiệt nhóm tùm hôm đấy bay vô chả nâng mình bay vô bởi lớp bị bay vô xong bay ta mà chả rĩa xó có mà ai thua xây mà nâng bàn đây dân vì hiếp miền đà thua vì hiếp bay vô chứ sao mất xây mà bay vô tới người miền nó sớm mai pa chả bón nó sớm mai đá miền mền riêng rào nó không pre vì này nâng nhóm cả nam và kênh và con nâng có bàn tay trong và chuyện tích kỳ lúc ở đây cho bà con chọn đăng riêng sân là mót xây mà đấy miền thì mất đạch đứng vì cha ta sân là mót nước miền cả lại khác sân là mót thì mất đạch mền chẳng đài sân là mót xây mà bị tư kháng cao màu xua rối chlai rối cầm lọt màn đau nâng pe để chọn xây mà nâng môn đừng chọn cái xua này mất hai cái chlai này mất hai cái cầm lọt này mất xua bị tư kháng cao là hốt màu đỏ tư hải sản cơ rốc chồng luôn cùng bày tư hay màu đỏ tư hải sản nâng cây mình trăm tập vào con nâng ấy nè cái chỗ từ xua tư kháng cao tiền tôi ra tay mai thì sao vậy căng này mất tăng tư kháng cao miền là vay trên này mất ấy bởi dân dột mò thôi trên này mất nhưng chlai thập ba sa nào phần tê miền mò trên để mất bán lô hàng nấu lô cầm nọt tiệt sao ba sa nào để mất tăng nơi tư hàng cao nâng cử miền mò nâng ấy trên để mất cơ rốc cầm buôn đong nâng tép mua thá son là mất để mất nâng mình đại tại bờ son là mất ta cầm bay đào thế nâng để mất đà trời xây mà nâng rương xây mà cầm nâng nhom cả ná ăn thì bay sẵn khai còn nâng cho hai trong bệnh chia âm pi rương sầm ban rồi bỏ xây mà vậy tới đây chả hao thơ sầm bát rồi bỏ xây mà bờ ta mơ là không đáo nhiệt nhóm miền ấy khác sầm bát xây mà miền tăng pi bịch miền tăng pi dư phơ miền chào nó sầm bát rồi bỏ xây mà đã không đáo nữa không đại nhiệt nhóm bột bò đi sát nè khla trong chiết còi ban sọ nâng xa cắt sọ đạ ôi nhà khla nâng ấy trong hỏi ban cái chiết còi đó miền chật mốt cái việc chiêm sầm rõ ôi nhà khla tiết cái trong và thằng nào chụp cái này nó cái dọc rụp thọt đã ở chụp rụp thọt cho mùi cái này đã không đào nâng nâng miền tràn bờ phê tràn bờ cá nó có bàn tay mình đang thà sầm bát nâng trừ rồi còn mình trừ giang na tới và đây chỉ bờ côn xôm nịnh môn triệp sa thụ đôi chỉ mình toàn triệp thì ụp lấy chloi mình tha sầm bát xây ma sầm bát năng miền bay và nó đào tập về hỏi miền tràn thì tiệt đôi chỉ bích đôi chỉ phơi đôi chỉ rụt thọt ấy chẳng na nhổm hay nhôm đây sẽ đạp vị này đôi chỉ sẽ đạp mình trâu đấy nó nhôm đó nâng ai bờ sân chỉ này khang và song khang thưa song ở cắm và hay chỉ sẽ đạp ách vô kla và là mình ấy thế nhôm cha mà tham srot đánh ụp lấy ở hiện lươn tay bàn đây là ha job hay khong pe ní tham ta xua ụp lấy nó ở hiện lần đại trường đó mà bàn chụp đài nó nè mơ ụp lấy bạch chạ trong từ nói năng bàn tay tia từ mưa sâu mà đặt nơi tại trong đằng tiền lấy bạch chạ ở chỗ ba tới bay nó ở đây sẽ là có bàn tay nát meta và đây cho bà con bậc cừu cùng pung chăng ơi giờ nát nhom cả na từ bằng phnom con rây phong bờ xua nhom cả na xua trâm ta mà xua ba nói cầm oi xua oi đây ở chương bây giờ tập lập từ với ọt miền chương làng lên phnom con rây và đây cho bà con tốc chương nát meta tốc làng tập lập từ vinh bờ xua nhom cả na xua bàn tay cầm oi ai lấy cái nông bên đi và đây cho bà con nâng trong mình chia ở riêng bay nâng tiết là vậy là từ tì mùi nhiệt nhóm cho bột bò rì sát tì mùi nâng nị mất sầm bạt tì pi bà rì sát sầm bạt tì bay cầm một vía cha sầm bạt tiếng bay bà cả đôi mà đây tới cái hao thà nị mất sầm bạt nâng xây má cái dốc nị mất để thưa nị mất nâng miền đập bầm bay
មាន8ប្រការណាមានបាសាននិមិត្តឬក៏បបតនិមិត្តឬក៏រុក្ខនិមិត្តឬក៏វម្មិកនិមិត្តមាន8ប្រការនិកនិមិត្តអីចឹងទៅហ្នឹង8ប្រការថ្មជានិមិត្តហើយដល់ទៅទី2សម្បត្តិរបស់សីមាហ្នឹងវាតាកតងនៅក្នុងរឿងបរិស័ទបរិស័ទសម្បត្តិតាកតងនឹងភិក្ខុយ៉ាងតិចត្រឹម4អង្គភិក្ខុយ៉ាងតិចបំផុត4អង្គអាចចងសីមាកម្មនឹងបានហើយឲ្យតែ4អង្គហើយដល់ទៅទី3តាកតងនៅក្នុងរឿងកម្មវាចាសម្បត្តិគឺភិក្ខុសូត្រចងនៅសីមាកម្មនឹងឲ្យបានត្រឹមត្រូវទៅតាមព្រះវិន័យដោយញត្តិទុតិយកម្មវាចាឆ្លើយមកប៉ុណ្ណឹងមិនដឹងថាល្មមឬក៏ស្ទើអំបិលឬក៏ស្ទើប្រហុកឬក៏ស្ទើប៊ីចេងយ៉ាងណាទេពីព្រោះបដិជាប្រគុណនិមន្តមកអំពីខេត្តកំពង់ឆ្នាំងអ្នកកំពង់ឆ្នាំងគេស្លតាមបែបផ្សេងហើយខ្ញុំកណាអ្នកអូតបងអ្នកបាត់ដំបងស្លតាមបែបផ្សេងមិនដឹងថាបដិជាប្រគុណនឹងឆានកើតឬក៏មិនកើតហើយបើឆានមិនកើតទេអាណិតមេត្តាបដិជាប្រគុណជួយថែមជួយថយហើយបើស្ទើប្រហុកថែមប្រហុកទៅហើយបើស្ទើអំបិលថែមអំបិលហើយបើស្ទើម្ទេសថែមម្ទេសមកកូមទៅសូមនេះមន្តឆានសាធុឆានហើយឧបល័យឲ្យតែឧបល័យឲ្យឆានហើយឆានតលឲ្យឆ្អែតហើយខ្ញុំបកករណាតាសួរឲ្យអស់ដៃអស់ជើងហ្នឹងមិនមែនក្នុងន័យថាសួរតដាច់ដៃដាច់ជើងទេញោមបានន័យថាយើងសួរហ្នឹងឲ្យឆ្អែតបើថាសួរឲ្យអស់ចិត្តហ្នឹងណាដល់តែអញ្ចឹងឧបល័យស្មានអាត្មាហ្នឹងសួរឲ្យតតែអស់ដៃហ្នឹងបានន័យថាដាច់ដៃតែហ្មងណាឥឡូវស្ដាប់បានហើយណាសម្បត្តិទាំង3មាននិមិត្តសម្បត្តិឬក៏បរិស័ទសម្បត្តិជាដើមឥឡូវចូលទៅក្នុងសីមាមួយទៀតគឺអពតសីមាចុះដូចម្ដេចទៅដែលហៅថាអពតសីមានោះឧបល័យសូមនិមន្តឆ្លើយអពតសីមាគឺសីមាដែលសង្ឃមិនបានសូត្រសន្មតចងសូមនិមន្តជ្រាបចុះសីមាប្រភេទយ៉ាងម៉េចទៅដែលសង្ឃមិនបានសូត្រចងហ្នឹងឧបល័យសូមនិមន្តឆ្លើយមាន3ប្រភេទតទៅទៀតនោះអពតសីមាហ្នឹង3ប្រភេទហ្នឹងទី1គឺគៀមសីមាទី2សត្តផន្តរសីមាទី3ឧតកុខេបសីមាហើយសីមាទី1ដែលគេហៅថាគៀមសីមាហ្នឹងគេសំដៅយកបាដីឃុំទាំងមូលហ្នឹងក៏ឈ្មោះថាសីមាដែរឬក៏យូរទៅដីក្នុងឃុំគេបរិជាឬក៏ចវាយស្រុកចវាយខេត្តបានបុគ្គលឲ្យទៅបុគ្គលណាមួយឬក៏ប្រកេនដល់សង្ឃលេងទាពន្ធដាអកឲ្យដីក្នុងហ្នឹងមួយកដប់ហ្នឹងគេឲ្យឈ្មោះថាវិសុងគៀមសីមាអាហ្នឹងក៏ចូលក្នុងអពតសីមាដែរហើយដល់សីមាទី2ឈ្មោះថាសត្តផន្តរសីមាក៏ជាប្រភេទនៃអពតសីមាដែរក៏ប៉ុន្តែសីមាហ្នឹងគេសន្មតនៅក្នុងព្រៃណាគេសន្មតនៅក្នុងព្រៃនោះទៅខាងនេះ7អផន្តរៈទៅខាងនោះ7អផន្តរៈទៅទាំងសងខាងទៅដីប្រមាណប៉ុណ្ណឹងគេឲ្យឈ្មោះថាអពតសីមាដែរប៉ុន្តែគេហៅសត្តផន្តរសីមាហើយដល់សីមាមួយទៀតគេឲ្យឈ្មោះថាឧតកុខេបសីមាឧតកុខេបសីមានេះសីមាដែលសង់សន្មតចងនៅក្នុងទឹកកណាបដិជាប្រគុណអត់ទោះមិនមែនចងទេសន្មតនៅក្នុងទឹកហ្នឹងគឺប្រសង់ទៅពេលធ្វើសង្ឃកម្មអីដោយពំពោះឬក៏ធ្វើបាតិមកបោសតកម្មហ្នឹងលោកនិមន្តទៅក្នុងទឹកស្ទឹងអញ្ចឹងទៅហើយដាក់ទូកហ្នឹងឲ្យនឹកអញ្ចឹងហើយលោកជះទឹកមកសាយទៅខាងឆ្វេងទៅខាងស្ដាំទៅខាងលិចទៅខាងកើតទៅខាងជើងខាងច្បងព័ទ្ធជុំវិញទាំងអស់ដីប៉ុណ្ណឹងឲ្យឈ្មោះថាអពតសីមាដែរឲ្យឈ្មោះថាឧតកុខេបសីមាខ្ញុំកណាឆ្លើយមកមាន3ប្រមាណប៉ុណ្ណឹងមិនដឹងថាមិនគ្រប់មិនក្រាន់អីយ៉ាងណាទេព្រះគ្រូភ្នំកងរៃហើយឥឡូវពេលវេលាហ្នឹងក៏មិនដឹងថាយ៉ាងណាដែរបដិជាប្រគុណនិមន្តត្រឡប់ទៅវិញផងណាយប់ហ្នឹងណាខ្ញុំកណាអត់អីទេខ្ញុំកណានៅបាត់ដំបងប៉ុន្តែអាណិតនោះហើយអាណិតព្រះអានន្ទនោះអញ្ចឹងបដិជាប្រគុណសូមនិមន្តជ្រាបសាធុជ្រាបហើយអពតសីមាមាន3ដែរចុះអពតសីមាហ្នឹងយើងអាចធ្វើសង្ឃកម្មបានដែរឬទេឧបល័យសូមបញ្ជាក់សាធុអពតសីមាហ្នឹងធ្វើសង្ឃកម្មបានដែរឬទេថាធ្វើបានដូចជាពតសីមាអញ្ចឹងដែរសូមនិមន្តទទួលសាធុបើអពតសីមា
អាចធ្វើសង្ឃកម្មបានដែរចុះហេតុអ្វីគេចាំបាច់ធ្វើបុណ្យបញ្ចុះសីមាធ្វើអ្វីឧបល័យសូមនិមន្តដោះស្រាយ នោះចាប់តែម្ដងចងសីមាដើម្បីធ្វើសង្ឃកម្មហើយចុះបើអាពតសីមាធ្វើសង្ឃកម្មកើតដែរហើយមិនចាំបាច់ទៅសន្មត់ចងសីមាមុនលោកមកធ្វើបុណ្យក៏ក្រឹកក៏ក្រែងនាំទៅអស់លុយធ្វើអីចែបដិជាប្រគុណធ្វើសីមាធ្វើសង្ឃកម្មនឹងធ្វើបានដូចគ្នាសីមាទាំងពីរប្រភេទហ្នឹងក៏ប៉ុន្តែអពតសីមានេះវាធ្វើបានដែរតែវាលំបាកដូចជាដីប្រព័ន្ធដីវត្តហ្នឹងទាំងមូលហ្នឹងគឺជាប្រភេទនៃអពតសីមាហើយអាចធ្វើសង្ឃកម្មបានដល់ពេលធ្វើសង្ឃកម្មហ្នឹងជួនកាលមានភិក្ខុដតីលោកនិមន្តមកនោះមុនមកទៅលោកមិនបានចូលទៅចាប់ហត្ថបាសអីដៃហត្ថបាសពីគ្នាធ្វើកឋិនក៏ដោយក៏ខូចឬក៏ពំពោះក៏ដោយក៏មិនឡើងឧបោសថកម្មក៏ដោយក៏ខូចដែរដល់អញ្ចឹងនេះវាប្របាអញ្ចឹងបានជាប្រពុតព្រះអង្គឲ្យចងនៅសីមាមានខណ្ឌសីមាហ្នឹងគឺសន្មត់ចងសីមាដែលគេហៅថាពតសីមាហ្នឹងចងមកតួពហិហ្នឹងដើម្បីងាយស្រួលធ្វើសង្ឃកម្មឲ្យតែពួកភិក្ខុជួបជុំគ្នាក្នុងវិហារទៅអាចធ្វើពំពោះក៏បានកឋិនក៏បានឧបោសថកម្មក៏បានចង់ភិក្ខុអង្គណាចូលមកក្នុងដីវត្តប្រព័ន្ធបាន100 200អង្គក្នុងដីវត្តក៏អត់បញ្ហាដែរឲ្យតែលោកនៅក្នុងសីមានោះនៅនឹងពហិនោះចាប់ហត្ថបាសគ្នាជាការស្រេចអញ្ចឹងគេចងអពតសីមានឹងដើម្បីងាយស្រួលធ្វើសង្ឃកម្មណាព្រះគ្រូកំពុងឆ្នាំងសូមនិមន្តជ្រាបអង្គសតថ្វាជ្រាបហើយប៉ុន្តែនៅតែមានការងឿងឆ្ងល់បន្តទៅទៀតហើយឧបល័យពីព្រោះឧបល័យហ្នឹងដោះស្រាយមកធ្វើឲ្យខ្ញុំកណាហ្នឹងចេះតែមានការងឿងឆ្ងល់អញ្ចេះសីមាធ្វើដោយកម្មណាសីមាធ្វើដោយកម្មហ្នឹងតើធ្វើដោយកម្មប៉ុន្មានយ៉ាងដែរទៅឧបល័យមើលសូមនិមន្តបកស្រាយគណៈបញ្ជាក់ដោយខ្លីកម្មមាន2ប្រភេទណាប្រគុណសូមនិមន្តជ្រាបតើ2ប្រភេទនោះប្រភេទអ្វីខ្លះសូមនិមន្តរាប់ទី1ឲ្យឈ្មោះថាបញ្ញត្តិកម្មទី2ចេតនាកម្មណាបដិជាប្រគុណការសពដូចមកដេចទៅដែលហៅថាបញ្ញត្តិកម្មហើយដូចមកដេចទៅដែលហៅថាចេតនាកម្មសូមនិមន្តដោះស្រាយឲ្យល្មមស្ដាប់បានមកសូមអរតនីសាធុដេញនេះដេញមែនតើញាតិញោមអាងតកោកំពុងឆ្នាំងមានតំណប់ជើងពាក់គោបាត់តវងអត់មានតំណប់ជើងពាក់ដេញនេះដេញហើយញាតិញោមជួយអាណិតមេត្តាខ្លះទៅឥឡូវក្នុងពេលហ្នឹងមកទៀតហើយសំណួរដេញថែមទៀតហើយតាក់ទងនឹងរឿងចេតនាកម្មនិងបញ្ញត្តិកម្មនេះការធ្វើសីមាកម្មហ្នឹងធ្វើឲ្យត្រឹមត្រូវទៅតាមព្រះវិន័យបដិជាប្រគុណដូចជាការចងសីមាហ្នឹងគេធ្វើដោយញត្តិទុតិយកម្មវាចាហើយផ្នែកខាងសង្ឃកម្មដែលវិន័យកម្មហ្នឹងមានទៅតាមប្រភេទច្រើនណាស់ក៏ប៉ុន្តែចាប់យកចំណុចរឿងសីមាហ្នឹងគេធ្វើដោយញត្តិទុតិយកម្មវិចាហើយបើផ្នែកសង្ឃកម្មវិញគេធ្វើដោយសង្ឃចតវៈគឺភិក្ខុ4អង្គអាចចងសីមាបានហើយចំណែកខាងចេតនាកម្មវិញអានឹងធ្វើមិនក៏បានដែរញាតិញោមអត់បញ្ហាទាំងអស់តែបើបញ្ញត្តិកម្មគឺធ្វើឲ្យត្រឹមត្រូវទៅតាមព្រះវិន័យកុំឲ្យខុសពីវិន័យបើចេតនាកម្មញាតិញោមចង់ដាក់លបែងចង់ដាក់លបាំដាក់កន្ទ្រឹមដាក់ស្គរដាក់យីគេដាក់អាយ៉ៃដាក់លខោនយ៉ាងណាក៏ដោយក៏អត់មានបញ្ហាដែរតែបើបញ្ញត្តិកម្មគឺត្រឹមត្រូវទៅតាមព្រះវិន័យណាមបដិជាប្រគុណសូមនិមន្តជ្រាបសាធុជ្រាបហើយចំជាមិនចេះតល់មែនខ្លាំងបោះគេមែនញោមដោះស្រាយឲ្យរូហើយអញ្ចឹងក្នុងពិធីបុណ្យបញ្ចុះសីមាហ្នឹងតើមានទាំងបញ្ញត្តិកម្មនិងចេតនាកម្មឬក៏យ៉ាងម៉េចដែរឧបល័យមើលសូមបញ្ជាក់បន្តិចមើលសូមរតនីបើនិយាយទៅក្នុងកម្មវិធីបុណ្យហ្នឹងវាមាន2មែនហ្នឹងឯងមាន2ប្រភេទទី1គឺបញ្ញត្តិកម្មធ្វើផ្នែកខាងភិក្ខុសង្ឃហើយចេតនាកម្មផ្នែកខាងញាតិញោមពុទ្ធបរិស័ទអីចឹងបើក្នុងផ្នែកខាងសង្ឃមាន1ចំណែកផ្នែកខាងញាតិញោម1ចំណែកអញ្ចឹងក្នុងកម្មវិធីបុណ្យបញ្ចុះសីមានឹងមាន2ចំណែកនឹងបដិជាប្រគុណសាធុស្ដាប់បានហើយហ្នឹង
នៅក្នុងបញ្ញត្តិកម្មនឹងតើភិក្ខុប៉ុន្មានអង្គទើបអាចធ្វើសីមាកម្មនឹងបានឧបល័យសូមឆ្លើយ ភិក្ខុចាប់ពី4អង្គឡើងទៅអាចធ្វើសីមាកម្មបានហើយណាបដិជ្ជប្រគុណសូមនិមន្តទទួល តាធុឲ្យចុះបើក្រោមនឹងអាចធ្វើបានដែរឬក៏មិនបានសូមឆ្លើយ បើក្រោមពី4អង្គមិនអាចធ្វើសីមាកម្មបានទេមិនអាចសន្មត់ចងសីមាកម្មបានទេទាល់តែ4អង្គឡើងទៅទេពឈ្មោះថាអាចធ្វើសង្ឃកម្មដែលជាសីមាកម្មនឹងបានសូមនិមន្តជ្រាប សាធុជ្រាបហើយឧបល័យវិនយៈបេដកាបច្ឆាវសានេនាកាលបញ្ចប់នៅកម្ពីព្រះវិន័យក្នុងកាលណាហើយក៏សូមអរតនីព្រះនិកថេទាំង4ព្រះអង្គស្វាធ្យាយរាយមុននៅកម្ពីព្រះវិន័យឲ្យលាន់លឺក្រឹកក្រឹកក្រែងក្រែងដូចនាគលេងទឹកទៅណាមោតាសាហេគីវៈឥឡូវនេះខ្ញុំបកករណាឆ្ងល់ថានៅក្នុងព្រះសូត្រប្រសូតនឹងតើមានន័យថាម៉េចដែរអានន្ទសូមនិមន្តបកស្រាយព្រះសូត្រមានន័យថាព្រះអ្នកសូត្របើមនុស្សសូត្រអានឹងមនុស្សសូត្របើលោកសូត្រចុះបើព្រះសូត្រមានតែព្រះនឹងអ្នកសូត្រសូមជ្រាបព្រះសូត្រនឹងមានន័យថាព្រះអ្នកសូត្រដូចជាមិនតាន់ជ្រាបហើយចុះព្រះសូត្រនឹងសូត្រអីគេអានន្ទសូមឆ្លើយសូត្រធម៌សូមជ្រាបព្រះសូត្រនឹងសូត្រធម៌ត្រូវអត់ញោមណាព្រះសូត្រនឹងគឺសូត្រធម៌នឹងឯងហើយចុះធម៌អីដែលព្រះអង្គទ្រង់សូត្រនឹងអានន្ទសូមឆ្លើយធម៌ព្រះសូមជ្រាបសាធុជ្រាបហើយសូត្រនឹងគឺធម៌ព្រះហ្នឹងហើយចុះក្នុងសតនបិដកនោះតើមានប្រមាណកម្ពីដែលទៅឧបល័យហើយមានប្រមាណធម្មខណ្ឌសូមឆ្លើយហើយបើចង់ដឹងអញ្ចឹងមិនក៏មិនទៅបើកក្នុងទូរាប់ឲ្យហើយកុំឲ្យខាតពេលគ្រាន់តែសួរថាប្រមាណកពីអញ្ចឹងសុតន្តបិដកសតន្តបិដកហ្នឹងប្រែមកថាប្រសូតហ្នឹងហើយគឺធម៌ដែលព្រះអង្គសម្ដែង
sâu nâng com cho lóm mà sâu môi nó chạm vô mà slia sâu môi khmai vô mà slia sâu môi thấp ban nơi phê chỉ khén sâu môi nòm mau bị xiêm sâu nó sầm rạp slia panแต่sâu khong tiนี่មានន័យថាខ្សែសម្រាប់ដោតក្រងចងគ្រាកគឺខ្សែហ្នឹងឯងចងធေါ်ព្រះអង្គនឹងឲ្យទៅជាដុំព្រះអង្គសំដែងយាយនេះចេះតានោះចោះគេប្រមូលចងឲ្យដុំមកបានជាកម្ពីមកគេហៅថាប្រសូតគឺព្រះសតន្តបិដកមាន5កម្ពីនោះគឺមានទីមគ្គសាំងអង្គោទីនឹងទីខនិកាយមគ្គនឹងមជ្ឈិមនិកាយសាំងនឹងចាស់សាំងយុត្តនិកាយអង្គនឹងអង្គតនិកាយអង្គុត្រនិកាយខោនឹងខតកនិកាយគិតជាធម្មខណ្ឌនឹងមាន 21000 បឋមខណ្ឌបើគិតជាសិភៅមាន64ក្បាលសូមនិមន្តជ្រាបបើមិនជឿទៅរាប់ក្នុងទូសាធុជ្រាបហើយជឿហើយអានន្តច្បាស់លាស់របស់គេណាប្រសូតហ្នឹងបើគិតជាកម្ពីមាន5ហើយបើគិតជាធម្មខណ្ឌមាន 21000 បឋមខណ្ឌហើយបើគិតជាក្បាលមាន64ក្បាលស្ដាប់បានហើយត្រង់ចំណុចហ្នឹងឥឡូវនេះខ្ញុំឆ្ងល់មួយទៀតគេប្រាប់ប៉ុនពីកំពង់ឆ្នាំងមកគេថាឲ្យមកវត្តអំពិល5ដើមមកប៉ុននៅវត្តអំពិល5ដើមដល់ទៅពេលមកដល់វត្តអំពិល5ដើមសម្លឹងចុះសម្លឹងឡើងនោះឃើញអត់មានឃើញអំពិលសោះវាឃើញតែដើមអំពិលបារាំងហើយនឹងដើមច័ន្ទគិរីឡើងច្រើនមកលោកកគោកហើយត្រង់ណាឯណាទៅដែលហៅថាអំពិល5ដើមនោះអនុថែអានន្តសូមឆ្លើយមានអនុថែអានន្តសូមឆ្លើយទៀតសួរនឹងសួរកាន់សួរនឹងសួរកាន់អត់ស្រួលហើយខ្ញុំកណាមមកជាមួយគ្នាដែរតាហើយបើមកឃើញតែប៉ុណ្ណឹងដែរឲ្យទៅរយណាគេថាប៉ុនបចោសីមានៅវត្តអំពិល5ដើមមកតាមផ្លូវឲ្យតែឃើញវត្តសម្លឹងរដើមអំពិលសនុករាប់ឲ្យតែវត្តណាមានអំពិលនឹង5ដើមវត្តហ្នឹងស្រាប់តែមកដល់វត្តនេះអំពិលបារាំងច័ន្ទគិរីពាត់ឲ្យឡើងចុងមកជុំយមិនក៏មិនឃើញ5វាលើហើយខ្ញុំកណាឃើញអញ្ចឹងដែរមកសួរខ្ញុំកណាបានអីចេះចង់ដឹងអញ្ចឹងមកយូរហើយមិនទៅសឹបខ្សៀវសួរលោកអាចារ្យសួរលោកគ្រូសក្កិច្ចវត្តហ្នឹងទៅដឹងហើយអញ្ចឹងបើចង់ដឹងច្បាស់តលតែទៅសួរព្រះគ្រូចៅអធិការវត្តឬអាចារ្យវត្តនឹងទៅសូមនិមន្តជ្រាបមិនតន់ជ្រាបទេបើសួរលោកតាចៅអធិការដដែលចាំបាច់មកសួរអនុថែទៅអីឥឡូវនេះចង់ឲ្យអានន្តនឹងបញ្ជាក់បន្តិចទៀតទៅមើលហេតុអ្វីបានជាគេហៅថាអំពិល5ដើមហ្នឹងអានន្តមើលដឹងប្រវត្តិទេសូមសាកបន្តិចមើលសូមរតនីសូមសួរប្រគុណម្ចាស់បន្តិចវិញដល់វគ្គអានន្តហ្នឹងដល់វគ្គយាយទៅផ្ទះអស់យាយអើយមិនក៏មកទៅចោលអាត្មាចាំទៅទាំងអស់គ្នាមិនសញ្ញោដៃបើថាចប់ស្មាមានសញ្ញោដៃឲ្យស្មើគ្នាអាត្មាទៅជាមួយដែរអីចេះអញ្ចឹងស្ដាប់បានអីអង្គុយធ្វើមុខដូចកំពុងតែបានអញ្ចឹងទៅណាកំពុងយល់អញ្ចឹងទៅអាត្មាហ្នឹងវាមានកម្លាំងចេះតែប៉ោចអញ្ចឹងដែរអាត្រង់មេក្រូលឺបាននេះមិនដឹងឲ្យតែយាយតាធ្វើមុខដូចកំពុងបរោះកម្លាំងចូលមក20សេះទៀតហើយចង់សួរប្រគុណម្ចាស់មុននឹងឆ្លើយដើមស្អីមានគុលតែមួយទេប៉ុន្តែមានដើមនឹង3មានមែករាប់ពាន់សូមនិមន្តឆ្លើយបើឆ្លើយត្រូវចាំខ្ញុំកណាឆ្លើយប្រគេនដែរឃើញទេញោមអាត្មាថាមែនឲ្យតែប៉ះអានន្តហ្នឹងដឹងតែមកវិញហើយឥឡូវហ្នឹងទឹកហូរឡើងភ្នំហើយញោមហ្នឹងហើយទឹកហូរវាធ្លាប់តែគេហូរពីលើកំពូលមកក្រោមឥឡូវហ្នឹងហូរបច្រាស់មិនបាច់ដាក់ម៉ាស៊ីនបូមទេហូរឡើងខ្លួនឯងតែហ្មងនេះណាបើយើងនិយាយអំពីកីឡាបដាល់វិញគេហៅថានាគវត្តកទុយឬកែងបកកិច្ចតន់ហ្នឹងក៏ដាល់មុខហ្នឹងតែហ្មងឥឡូវហ្នឹងឆ្ងល់អីឆ្ងល់រឿងដើមឈើដើមមានតែមួយដើមទេពេលណាបែកមែក3មែនទេអីមិញគុល1មែក5គុល1មែកដើម3មែកនោះច្រើនថាមែន
ពេលដែលខ្ញុំកណាចាប់ក្បាលមេក្រូបង្ហូរវាចាទៅទួលផងកុំឲ្យអារម្មណ៍នឹងហោះទៅមើលពហិចោលកណាគល់1ដើម3មេឃរាប់ពាន់បើឆ្លើយត្រូវទៅវិញប្រគិនរង្វាន់ស្លាមួយចំណិតសូមនិមន្តគល់1ដើម3មេឃរាប់ពាន់ដើមអីគេញោមសំណួរហ្នឹងផងមិនស្រួលហើយតល់តែមកញោមបើដឹងអីញោមប្រាប់អាត្មាផងជួយបោះប្រយ៉ងគល់1ដើម3អីចេះក៏បែក3អូប្រហែលជាគល់7ហ្នឹងហើយមើលទៅគល់7អនុតអានន្តសូមជ្រាបបើគេថាគល់តែមួយទេថា7វាខុសបាត់ហើយមិនចង់មិនក៏មិនថា8ទេហ្មងទៅគេថាតែមួយទេគល់1ដើម3មេឃរាប់ពាន់និយាយតាប្រាប់ប្រយ៉ងឲ្យបន្តិចមកសាសនាពុទ្ធចេញមកជាគម្ពីរវិន័យប្រសូតអភិធម្មនោះដើមពណ៌សរៀងក្រហមតិចនោះដើមវិន័យខាងនោះហើយដើមខាងនេះក្រហមនេះដើមប្រសូតហើយនឹងដើមអភិធម្មហ្នឹងកណ្ដាលចាត់ទុកថាអភិធម្មចុះពុទ្ធសាសនាតែមួយទេចេញកាពីមក3វិន័យប្រសូតព្រះអភិធម្ម8ជាសាខារាយរងទៀតរាប់ពាន់ណោះមានអដ្ឋកថាមានដីកាមានយោជនីណោះប្រគុណម្ចាស់ប្រគុណណាស់ដែលបានឆ្លើយយ៉ាងពិរោះក្បោះក្បាយថាគល់7អត់ត្រូវសោះចុះស្អីគេដើមតែមួយទេមេឃដល់តែ5សូមនិមន្តឆ្លើយសងអាសំណួរខុសមិញអាយ៉ាណាញោមដើម1មេឃ5អនុតអានន្តនឹងឆ្លើយក្នុងន័យធម៌ដើម1មេឃ5ប្រហែលជានិកាយទាំង5ហ្នឹងហើយឬក៏កម្ពីទាំង5ហ្នឹងហើយអានន្តត្រូវហើយខុសសូមជ្រាបគល់ដៃតែមួយឯងចេញមកមរៀម5ប្រគុណណាស់កាលពីដើមឡើយនឹងវាមានដើម7នឹងមានតែមួយដើមទេប៉ុន្តែវាមានមេឃនឹង5នៅកដាលព្រៃរនាមនឹងគេហៅថារនាមដូនសំកន្លែងនឹងព័ទ្ធជុំវិញទៅដោយទនាបបឹងបួរនឹងភូមិស្រុកជាច្រើនហើយមានដើម7ដោះនៅតំណឹងមួយតែមួយដើមទេប៉ុន្តែមានមេឃនឹងវា5ប៉ុន្តែគេហៅคลายយូរមកទៅជា7 5ដើមប៉ុន្តែតាមពិតមិនមែន5ដើមទេ5មេឃហើយនៅក្នុងតំបន់កដាលព្រៃរនាមដូនសំនឹងដែលមានភូមិព័ទ្ធជុំវិញដោយញោមស្គាល់ហើយពីខាងកើតមកតាំងពីថ្មគោលតាំងពីកោកឃុំតាំងពីរូងជ្រៃខ្នាចរមាសវាលតាមៀករហូតមកដល់បវលមកដល់ណែតកោកម៉ាងភូមិសៀមអញ្ចឹងមករួចពីខាងជើងនោះមានព្រៃខ្ពស់មានម៉ាក់ឃ្លឿមានអីចឹងមកហើយពីខាងត្បូងនោះវាមានតាំងពីលងរៃមានតាំងពីកែងបត់30មានតាំងពីតក្រៃតែអីចឹងទៅហើយខាងលិចនោះវាមានតាំងពីភ្នំម៉ាឡៃភ្នំបារាំងធ្លាក់អីចឹងទៅណាអាហ្នឹងនៅក្នុងព័ទ្ធក្នុងតំបន់ហ្នឹងវាមានជារនាមមួយឈ្មោះរនាមដូនសំហ្នឹងជំនាន់ហ្នឹងវាមានដើម7ហើយដល់តែឥឡូវវាបាត់អស់ទៅទៅហើយអា7 5មេឃคล้ายមក7 5ដើមនោះដោយសាររឿងរ៉ាវវាមានដើម7ពីជំនាន់នោះបានគេហៅថាភូមិ7 5ដើមនឹងនោះខ្ញុំកណាគ្មានឱកាសវេលានឹងរៀបរាប់ទេឆ្លើយបានប៉ុណ្ណេះបើចង់ដឹងច្បាស់ចាំដើរសួរចាស់ចោសូមនិមន្តជ្រាបតាំងសតធ្វាជ្រាបហើយហេនៅឯភ្នំពេញនោះដឹងស្ថានភាពដឹងប្រវត្តិសាស្ត្រនៅនេះទៀតណាញោមហេពិតជាអ្នកខ្លាំងរបស់គេមែនហើយបើខ្លាំងអញ្ចឹងខ្ញុំកណាឆ្ងល់អញ្ចេះឧបលអានន្តឆ្ងល់ចេះបនបច្ចុះសីមាហ្នឹងឆ្ងល់រឿងបច្ចុះសីមាគេបញ្ចុះនៅពហិយណាឆ្ងល់រឿងពហិយហ្នឹងមានន័យសេចក្តីយ៉ាងម៉េចដែរឧបល័យអានន្តសូមឆ្លើយអានដូចជាមិនច្បាស់សោះឮតែពហិយបើពហិយហ្នឹងមានន័យថាបង្ហៀមានន័យថាគេទប់ទំនប់ឲ្យទឹកហូរពីលើអាហ្នឹងឯងគេបង្ហៀសូមជ្រាបវិហារមិនពហិយទេវិហារហ្នឹងមានន័យថាម៉េចសូមឆ្លើយវិហារហ្នឹងក្នុងកពីធម្មបទកាន់ថ្វាទៅហើយវិហារាំងកាន់វត្ត
វិហារនឹងក្នុងធម្មបទព្រះថាវត្តដល់តែនៅក្នុងអតរេកលៀបសេនាសនៈវិហារោអត្តយោគោបសាទោហមយ៉ាងគុហាពហានឹងព្រះថាកត់ធំទៅវិញដល់តែយើងចូលមកក្នុងវត្តវិហារនឹងគឺរោងឧបោសថក្នុងតួបល័យវិន័យត្រឹមត្រូវវិហារនឹងគឺជាទីសេនាសនៈកន្លែងសម្រាប់ជ្រកកន្លែងសម្រាប់កោននៅគឺជាទីសេនាសនៈដ៏ធំជាងគេប្រចាំវត្តនឹងហើយវិហារសូមជ្រាបបើមិនជឿទៅមើលនៅទៅនោះជ្រាបហើយវិហារហ្នឹងគឺវត្តវិហាររាំងកាន់វត្តសិទ្ធិភេបល័យឲ្យទៀតចុះពហាវត្តឲ្យចុះព្រំវិហារមានន័យថាម៉េចដែរអានន្តសូមឆ្លើយព្រំវិហារមានន័យថាជាងប្រក់ក្បឿងហើយទៅគេយកស៊ីម៉ង់ទៅផ្សារអាកដាលពីលើហ្នឹងកុំឲ្យលិចទឹកភ្លៀងគេហៅថាព្រំវិហារសូមជ្រាបឆ្លើយនោះដូចត្រូវរបស់គេដែរញោមព្រំវិហារហ្នឹងគាត់ន័យថាព្រំគេដាក់ស៊ីម៉ង់ហ្នឹងណាអានន្តហើយចុះមានន័យផ្សេងពីនឹងទៀតដែរទេអានន្តសូមឆ្លើយបើសរសេរអក្សរពជើងរដាក់សអ៊ំព្រំវិហារអាហ្នឹងជាងគេឡើងទៅព្រំហើយគេប្រក់ក្បឿងហើយទៅវានៅតំណក្បឿងហ្នឹងខ្លាចទឹកលិចអញ្ចឹងគេដាក់ក្បឿងសតបជែកហើយគេបិទស៊ីម៉ង់អាហ្នឹងគេហៅព្រំពជើងរដាក់សអ៊ំព្រំបើគេសរសេរពជើងរហជើងមព្រំវិហារនេះមានន័យថាប្រសើរជំរកដ៏ប្រសើរជំរកដ៏ប្រសើរបានន័យថាកូននឹងកើតឡើងជ្រកជាមួយម៉ែជាមួយឪដេកក្នុងពោះម៉ែតាំងពីតូចម្លេះមិនថាប្រកាសបៈមិនថាអនន្តទេដេកក្នុងពោះម៉ែជ្រកនៅជាមួយម៉ែបានគេថាម៉ែឪនឹងមានព្រំវិហារគឺជំរកដ៏ល្អឲ្យកូនជ្រកនៅតាំងពីតូចរហូតដល់ធំកំមុំកំឡោះការហើយយកចៅទៅឲ្យជួយជ្រកបន្ថែមទៀតណាអានឹងជំរកដ៏ប្រសើរបានគេថាក្នុងជំរកនឹងមានមេត្តាករណាមុទិតាឧបេក្ខាជាដើមនោះនេះពាក្យថាព្រំវិហារសូមប្រកាសសពនិមន្តទទួលសន្តរង្ខវៈទទួលហើយអានន្តដាក់មកខ្វាច់ព្រាមញាតញោមសោចប្រាវត្មងញោមនឹងអាហ្នឹងបានសំតអ្នកខ្លាំងមែនណាអានន្តដល់ទៅពេលអានន្តបកស្រាយអញ្ចឹងខ្ញុំបកករណាស្ដាប់បានណាព្រំវិហារប្រែតធរដែលជាទីជ្រកកោនរបស់កូនប្រុសស្រីហើយចុះវិហារនឹងមានតាំងពីអ្នកណាកសាងមុនគេឧបល័យអានន្តសូមឆ្លើយមានណាស្ទីលសួរឧបល័យអានន្តសូមឆ្លើយអញ្ចឹងទៀតអញ្ចឹងខ្ញុំបកករណាសូមឆ្លើយថាវិហារនឹងអ្នកកសាងមុនគេគឺជាងសូមនិមន្តជ្រាបអ្នកកសាងមុនគេគឺជាងហើយអាត្មាចេះតែជាប់មាត់ឯឧបល័យណាដល់អានន្តណាចេះតែហៅទៅឧបល័យឯនងញោមមិនតាន់ជ្រាបទេអានន្តព្រះវិហារហ្នឹងមិនចង់ដឹងរឿងជាងអ្នកកសាងនេះទេណាបើសិនជាយើងខាតជាងកសាងនេះអាហ្នឹងយើងអាចយល់បានណាប៉ុន្តែតើចង់ដឹងអំពីប្រវត្តិខាងដើមដែលជាអ្នកកើតពហិយមុនគេក្នុងពុទ្ធសាសនាណាអ្នកណាអ្នកនាំកសាងមុនគេព្រះវិហារនេះអានន្តសូមឆ្លើយអ្នកនាំកសាងមុនគេក្នុងពុទ្ធសាសនាអត់អីទេខ្ញុំកណាឆ្លើយប្រគេនប៉ុន្តែបន្តិចទៀតសួរវិញឥឡូវហើយប្រគុណណាស់កាលពីពុទ្ធត្រាស់ដឹងឡើងអត់ទាន់មានវិហារទេព្រះអង្គទ្រង់ត្រាស់សម្ដែងថាកន្លែងជំរកនៅរបស់អាត្មានៅអញ្ចឹងជ្រះថ្លានឹងលោកពេកកសាងកុដ60ខ្នងគេហៅថាកសាងវិហារមុនគេប្រគេនលោកមិនហ៊ានទទួលបានពុទ្ធអនុញ្ញាតមកហើយចឹងជំនាន់នោះកើតវិហារព្រះអង្គក៏អនុញ្ញាតឲ្យវេព្រះវិហារដាក់ដើម3សង់ឃើញថាកើតមុនគេនឹងនៅរាជក្រឹសនោះរាជកហសេដ្ឋីនិងប្របាទពំពិសាបន្ទាប់មកទៀតអនាថបណ្ណកសេដ្ឋីធ្វើវិហារជាតិពុនបន្តមកទៀតញាតិរបស់ព្រះអង្គធ្វើវត្តនិក្រូធធ្វើវត្តបន្តមកវិសាខាធ្វើវត្តនិក្រូធធារាមអីចឹងទៅបបវិសាខាធ្វើវត្តពពារាមញាតិរបស់ព្រះអង្គធ្វើវត្តនិក្រូធធារាមចឹងវិហារកើតតាំងពីសម័យនោះមកម្លេះរហូតមកដល់សពថ្ងៃនឹងណាអង្គម្ចាស់សូមនិមន្តទទួលអាធុទទួលហើយអានន្តច្បាស់លាស់ណាញោមអ្នកដែលកសាងមុនគេក្នុងពុទ្ធសាសនាហ្នឹងមានរាជកហសេដ្ឋីមានប្របាទពំពិសាឬក៏អនាថបណ្ឌិតកសេដ្ឋីជាដើមអានន្តឲ្យបកកែស្រាវជ្រាវម្លេះបើបកកែស្រាវជ្រាវឲ្យបារមី
វត្ត7 5ដើមជួយតាមថែរក្សានុតថែនឹងបួសរហូតកុំឲ្យសឹកឲ្យសហើយសូមញាតិញោមទាំងមកពីខាងបរទេសទាំងនៅស្រុកខ្មែរហ្នឹងញោមបន់ស្រន់កុំឲ្យអនុថែហ្នឹងនឹកចង់សឹកឲ្យសឲ្យបួសនៅរហូតខ្ញុំកណាឆ្ងល់ទៀតឆ្ងល់អញ្ចេះឧបអានន្តឆ្ងល់នៅលើពហិយហ្នឹងអាទៅតាមជាងតបូលអីហ្នឹងតាមព្រំតាមអីហ្នឹងឃើញគេដាក់រូបនេះឲ្យមកកគោកតាមជ្រុងហ្នឹងណាហើយឆ្ងល់អញ្ចេះនេះហ្នឹងជាសត្វតិរិឆានទេហើយចុះហេតុអ្វីបានជាគេយកទៅដាក់លើតបូលពហិយដាក់លើព្រះទៀតតើគេមិនខ្លាចបាបទេឬក៏យ៉ាងម៉េចបានជាយកទៅដាក់នៅឲ្យលើហ្នឹងអានន្តសូមបកស្រាយបន្តិចមើលសូមរតនីនិមន្តទៅសួរជាងគៀតជាងរ៉ាន់និងជាងស្រីសផលគាត់អ្នកធ្វើមិនក៏យកនាគទៅដាក់ពីលើពហិយអញ្ចឹងសូមនិមន្តចោសូមជ្រាបតែអញ្ចឹងត្មងអានន្តឲ្យទៅសួរជាងឯណាទៀតហើយញោមព្រោះឆ្ងល់ភ្លាមហ្នឹងដឹងជាងឯណាទេឥឡូវសួរអានន្តហ្នឹងតែម្ដងហេតុអ្វីនាគហ្នឹងជាសត្វតិរិឆានបែរទីគេយកទៅដាក់លើតបូលពហិយទៅលើព្រះហើយទៀតតើគេមិនខ្លាចបាបឬយ៉ាងណាតើមានអត្តន័យយ៉ាងណាដែរអានន្តសូមឆ្លើយអោប្រកាសបៈបងឲ្យសំណួរកាន់តែសសៀរកកន្លែងតល់ហើយបើកកពីណាមកសួរគ្នាហ្នឹងខ្ញុំកណាមកកើតឡើងឃើញតែគេដាក់អញ្ចឹងដែរឃើញតែគេដាក់ព្រំគេដាក់ពីលើហ្នឹងគេដាក់នាគគេដាក់ពស់អញ្ចឹងដែរហើយជិះមិនក៏យកនាគមកដាក់ពីលើតបូលព្រះអញ្ចឹងនាគជាសត្វចេះឆ្ងល់តំណងណាស់មិនអីទេខ្ញុំកណាឆ្លើយប្រគេនបានប៉ុន្តែបាញ់មិញហ្នឹងសួរខ្ញុំកណាថាពហិយណាកើតមុនគេជាងណាអ្នកធ្វើពហិយមុនគេឥឡូវខ្ញុំកណាសុំសួរវិញតកូនសំណួរតូចមួយទេថាតើពហិយណាកើតក្រោយគេបំផុតហើយជាងណាអ្នកធ្វើសូមនិមន្តឆ្លើយនោះវបដោយញោមអាត្មាភ្លេចសួរលោកឥឡូវលោកសួរមកវិញបានមុនបដោយហើយសួរទៅលោកអ្នកដែលកសាងមុនភ្លេចសួររឿងកសាងក្រោយហ្នឹងឥឡូវបកមកឲ្យណាអ្នកកសាងក្រោយគេហ្នឹងហ៎ប្រហែលជាវត្តហ្នឹងហើយញោមអ្នកកសាងក្រោយគេវត្តហ្នឹងត្មងអានន្តសូមជ្រាបមិនមែនថ្ងៃហ្នឹងឯងចង់និយាយពីចុងសាសនាពុទ្ធដល់គ្រប់5000ណោពហិយណានៅក្រោយគេបំផុតសូមនិមន្តម្ដងទៀតបើចង់សួរចុងសាសនាហ្នឹងចប់ហើយតល់បាត់ហើយរោមឃើញទេតល់ហើយអានន្តអើយសន្លប់ក្នុងទឹកទី2អត់ចាំបាច់អាប៊ីតវាយជួងសន្លប់ហើយឥឡូវខ្ញុំកណាជាពាក់សិនដែរចាំដល់ថ្ងៃសាសនាគ្រប់ពី5000ចាំជួបគ្នាជំរះគ្នាម្ដងទៀតឥឡូវឆ្លើយប្រគេននាគជាសត្វដេរឆានទេប៉ុន្តែដែលគេហ៊ានយកមកដាក់លើពហិយហ្នឹងរចនាបទទី1គឺល្អឆ្នាំនេះឆ្នាំរោងទៀតចូលឆ្នាំរោងទៀតឆ្នាំរោងឆ្នាំនាគទៀតអូនិយាយពីចិនគ្រប់នាគណារឿងឆ្នាំរោងគេដាក់ទៅឆ្នាំនាគហ្នឹងមកពីប្រទេសតិនចិនទៅទៀតចិនហ្នឹងគោរពរាប់អាននាគណាឲ្យតែអ្នករស់ស៊ីមានបានអីប្រទេសណាល្បីគេថាប្រទេសកូននាគទេណោះនាគហ្នឹងឯងសម័យមួយស្ដាច់ពីបុរាណចិនហ្នឹងចេញពីក្រៅវាំងទៅជួបនាគកំពុងតែផ្លុំទឹកបឺតទឹកផ្លុំខ្យល់គួចខ្យល់ល្អពេកស្រឡាញ់នាគហ្នឹងណាត្រឡប់ចូលក្នុងវាំងវិញជាឆ្នាំទី4ឲ្យគេឆ្លាក់រូបរបស់ប្រើប្រាស់ជានាគទាំងអស់បានគេសន្មតឆ្នាំទី4ហ្នឹងជាឆ្នាំពោះនាគដោយសារស្ដាច់នោះស្រឡាញ់នាគអាហ្នឹងរោងឆ្នាំរោងហ្នឹងគឺឆ្នាំនាគជាប់ពីទំនៀមចិនឯខ្មែរយើងរចនាបថនាគក៏ពេញនិយមដែរនាគហ្នឹងជានិមិត្តរូបសត្វដ៏មានអំណាចខ្លាំងក្លាលើសពោះទៅទៀតដល់អញ្ចឹងទី1រចនាបថដាក់នាគទៅវាល្អមានក្បាច់ក្បូរឯទី2របស់ដែលខ្លាំងប៉ាកែយកមកយាមកាមការពារព្រះការពារបេតិកភណ្ឌជាតិឯន័យសំខាន់ក្នុងសាសនាកាលពីព្រះអង្គគង់នៅស្រះមុជលិននោះមេឃភ្លៀង7យប់7ថ្ងៃនាគនឹងចេញមកពាត់ពេនជុំវិញព្រះអង្គកុំឲ្យទៅទឹកឲ្យបើកពពាបាំងពីលើព្រះអង្គធ្វើមលុប
គេឃើញថាព្រះអង្គធ្លាប់នាគប្រក់បាំងការពារអញ្ចឹងដែរបានគេយកនាគមកដាក់ពីលើពហិយហ្នឹងការពារកុំឲ្យភ្លៀងទៅទឹកព្រះអង្គអាហ្នឹងឯកសាររបស់អ្នកស្រីពេជ្រសល់ឯកសារដែលមានតាំងពីឆ្នាំ1912ម្លេះរបស់លោកកែវហងនិងអ្នកស្រីពេជ្រសល់ស្រាវជ្រាវមកអញ្ចឹងដោយសារតែវាមានរឿងនាគនឹងការពារព្រះអង្គកុំឲ្យភ្លៀងទៅទឹកបានគេលើកទៅដាក់លើតបូលចាំការពារព្រះអង្គទៀតណាអង្គម្ចាស់សូមនិមន្តជ្រាប សាធុជ្រាបហើយបកែស្រាវជ្រាវដោះស្រាយឲ្យធូរខ្ទួយយមហ្នឹងហើយបានជាគេយកនាគទៅដាក់ឲ្យលើតបូលហ្នឹងដើម្បីការពារព្រះពីព្រោះថាព្រះអង្គនៅឲ្យស្រះមួយចលិនហ្នឹងនាគហ្នឹងក៏ការពារដែរអនុថែឆ្លោយចឹងមកឆ្ងល់មួយទៀតឆ្ងល់សัตว์គ្រុឌត្មងសัตว์គ្រុឌហ្នឹងនៅពហិយហ្នឹងក៏មានដែរញោមយើងនៅអាតាមគៀនហ្នឹងណាសัตว์គ្រុឌហ្នឹងគេថាជាសត្រូវជាមួយនឹងសัตว์នាគណាគ្រុឌហ្នឹងសត្រូវជាមួយនឹងនាគហើយនៅជុំវិញពហិយហ្នឹងមានទាំងគ្រុឌមាននឹងនាគព័ទ្ធជុំវិញពហិយហ្នឹងខាងលើហ្នឹងហើយជាងហ្នឹងគេធ្វើដាក់ក្បែរគ្នាហ្នឹងហើយខ្ញុំកណាឆ្ងល់ទៀតហើយចុះសត្វគ្រុឌនិងសត្វនាគហ្នឹងជាសត្រូវនឹងគ្នាហេតុអ្វីបានជាគេយកទៅដាក់ក្បែរគ្នាហ្នឹងមិនឆ្លោះគ្នាងាប់ហើយឧបអនន្តសូមឆ្លើយបន្តិចមើលសូមរតនីញាតិញោមពហិយញាតិញោមហ្នឹងមានសត្វគ្រុឌមែនក៏អីមានណាហើយយកពីណាមកណែគេថាគ្រុឌនឹងសត្រូវជាមួយនាគមែនអត់កាលពីព្រះសរីរិកធាតុចង្គមកែវនាំទៅសរីលង្កាណាញោមនាំទៅដល់កដាលសមុទ្រនាគនឹងជំរឿកន្លែងនៅរបស់គេនៅបាតសមុទ្រនាគនឹងគឺពោះស្ដាច់ធំនៅបាតសមុទ្រគេរកឃើញតាគេស្រាវជ្រាវរកឃើញថាអាយុកាលរបស់វាជាមួយដៃណូស័រដល់តែបាត់ដៃណូស័រទៅនាគនឹងក៏បាត់ដែរព្រោះវាសេរីជាមួយគ្នាគេរកឆ្អឹងឃើញមកកណោហ្នឹងឆ្អឹងសត្វធំគេសន្មតថានាគកាលគេហែព្រះចង្គមកែវទៅសរីលង្កាដល់កដាលសមុទ្រញូមកនាគចេញពីបាតសមុទ្រមកលង្កាដូចនំបញ្ចុកមកពាត់ជុំវិញសពៅហ្នឹងថ្វាយអង្គមព្រះសរីរិកធាតុហ្នឹងមានឯណាសពៅគាំងទៅមុខមិនរួចតកែសពៅភ័យញ័រមុខញ័រមាត់អស់ហលីងប្រកាសស្រែកថាណាមានដាក់ស្អីមកបានជាចង្រៃសពៅហ្នឹងទៅមុខគុំទៅក្រោយគុំទៅកាល់ស្អីហ្នឹងកាល់នាគដល់អញ្ចឹងព្រះរាជកុមារដែលលាក់ព្រះចង្គមកែវហ្នឹងភ័យអូយភ័យណាស់នឹកឃើញខ្លាចតែគេរកធាតុចង្គមកែវព្រះអង្គឃើញគេគប់ចោលក្នុងសមុទ្រហ្នឹងអស់ឲ្យគោរពបូជាក៏នឹកដល់ប្រធេរៈមួយអង្គដែលធ្លាប់ជួយខ្លួនកាលនៅលើគោកក៏ជួយមកសាហើយព្រោះកាលនៅលើគោកលាក់កប់នៅក្នុងភ្នោកខ្សាច់ហ្នឹងនាគហ្នឹងវាមកយកមកសាហើយយកទៅបៀមក្នុងមាត់វាទៅបានប្រធេរៈហ្នឹងប្រែកាឡាជាគ្រុឌមកបញ្ជាឲ្យនាគនឹងខ្ជាក់វិញនាគនឹងខ្ជាក់ឲ្យដល់តែឥឡូវនាគឡើងមកពាត់ជាប់ទៀតចឹងនឹកដល់ប្រធេរៈអោលោកម្ចាស់ហើយដែលបានជួយខ្ញុំកណាមបាញ់មិញហ្នឹងឥឡូវសូមឲ្យមកជួយម្ដងទៀតស្រាប់តែលោកហោះមកដល់ប្រែកាឡាជាគ្រុឌហោះកលឹងជុំវិញសពៅហ្នឹងញោមឲ្យគ្រាន់តែនាគវាឃើញគ្រុឌនិយាយពីដាំដងភ្លឹបមុជទៅពួនបាតសមុទ្រអស់វិញទៅបានសពៅហ្នឹងវាចេញមកណែអាហ្នឹងមានន័យថានាគហ្នឹងវាខ្លាចគ្រុឌណាហើយបើនិយាយពីចម្បាំងរវាងព្រះឧបគុតជាមួយនឹងមាកាលពីឆ្លងចែកដីធំមាសោក 84000 នោះកាលនោះមិនពួកមាឡើងមកអុកឡុកដល់ឡើងមកអុកឡុកឧបគុតលេងមានឹងឲ្យចាស់ដៃម្ដងមកដេញចាប់មានឹងប្រែកាឡាជានាគក្រៀកព្រោះពឹសដាក់ឧបគុតប្រែកាឡាជាគ្រុឌដេញខំនាគដេញខំចុះខំឡើងចាប់មានឹងជាប់ចងកម្រងស្បែកឆ្កែជាប់ភ្នំនោះយើងឃើញដែរអញ្ចឹងយើងឃើញថាសត្វទាំងពីរហ្នឹងសត្រូវនឹងគ្នាប៉ុន្តែគេយកមកដាក់ហ្នឹងសត្វទាំងពីរហ្នឹងខាងគ្រុឌស្ដាច់បាក់សីអ្នកខ្លាំងខាងស្លាប់ហើយនាគនោះអ្នកខ្លាំងខាងអាសេរពឹសខាងប្រភេទសត្វល្មូនអញ្ចឹងយកអាស្ដាច់សត្វខ្លាំងយកមកការពារព្រះសត្វទាំងពីរជាសត្រូវនឹងគ្នាគេយកមកដាក់ឲ្យគៀកគ្នាមានន័យថាសាសនាយើងពង្រួមគ្នាលែងឲ្យមានចំនួនជាសាសនានាំមកនៅសុខសន្តិភាពអញ្ចឹងបានយើងឃើញមានរូបចម្លាក់មួយចំនួនគេធ្វើនាគហើយគេធ្វើគ្រុឌជីកនាគគ្រុឌឡើងជីកនាគអាហ្នឹងហើយគេនិមិត្តរូបថាលែងមានសត្រូវលែងមានទំនាស់នឹងគ្នាកន្លែងហ្នឹងជាកន្លែងផ្សះផ្សាគ្នាបានគេយកសត្វទាំងពីរមកដាក់ឲ្យគៀកគ្នាហ្នឹងលែងឲ្យមានសត្រូវគ្នាណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយឆ្លើយបានណាស្រួលហ្មងញោមអាណត់នេះបើឆ្លើយល្អអញ្ចឹងមិនអីទេចាំត្រឡប់ទៅវិញខ្ញុំកណាឲ្យឡានញោមអាចារ្យមាននឹងឯងជី
បើថាឆ្លើយមិនល្អទេលប់ទៅវិញអត់ឡានជីហើយអាណន់ឥឡូវដល់តែពេលអាណន់ឆ្លើយល្អអញ្ចឹងខ្ញុំកណាឆ្ងល់ទៀតឆ្ងល់អញ្ចេះឆ្ងល់នៅពេលដែលយើងចូលទៅដល់ក្នុងពហិយញោមកលេចមើលសម្ដៅទៅរកព្រះអញ្ចឹងទៅនៅក្រោមបល្ល័ង្កព្រះហ្នឹងក៏មានផ្កាឈូកគេធ្វើក្បាច់ផ្កាឈូកណានៅបល្ល័ង្កព្រះហ្នឹងក៏មានផ្កាឈូកហើយអាតម្រដែលយើងដោតធូបដោតទៀនហ្នឹងក៏មានផ្កាឈូកទៀតគេដាក់ផ្កាឈូកឲ្យដាក់ខ្សាច់ហ្នឹងដោតទៀតហើយដល់ទៅពេលទេវតាហោះអបអសាទរហ្នឹងកាន់ក៏ផ្កាឈូកមកទៀតហើយដល់ទៅពេលព្រះអង្គគង់នៅក៏ផ្កាឈូកព្រះអង្គមុនដើរក៏ផ្កាឈូកហើយគេនិយមផ្កាឈូកអីក៏ច្រើនម្លេះតើមានអត្តន័យសេចក្តីយ៉ាងម៉េចដែរទៅអាណន់អើយសូមនិមន្តបកស្រាយចេញពីលើតបូលពហិយចូលខាងក្នុងសួរពីក្នុងទៀតហើយអូយវ៉យនេះឲ្យឃើញសួរហ្មងអរប្រគុណណាស់អូទៅវិញឲ្យឡានជីបើឆ្លើយត្រូវទៅវិញឲ្យឡានជីខ្ញុំកណានឹងបើនិយាយពីកង់វិញគេដើរផ្លូវគោកអានឹងកង់ជិះមនុស្សផ្លូវគោកមនុស្សជិះកង់ដល់ចោះទឹកកង់ជិះមនុស្សវិញបានប៉ុន្តែត្រង់ថាឡានខ្ញុំកណាជិះឡានបានប៉ុន្តែបើឲ្យឡានជិះខ្ញុំកណាអត់បានទេអញ្ចឹងពីព្រោះអាគាត់តឡាននឹងធ្ងន់ណាឡានខ្ញុំមាននឹងមិនស្រាលទេឲ្យជិះខ្ញុំកណាសប៉ែតដូចជ័យជៀនឥឡូវហើយអញ្ចឹងខ្ញុំកណាមិនឲ្យឡានជិះទេបើជិះឡានបានប្រគុណម្ចាស់ឲ្យឡានជិះបានមុនឲ្យជិះចុះខ្ញុំកណាមិនហ៊ានឆ្លើយឲ្យត្រូវទេខ្លាចឲ្យឡានជិះខ្ញុំកណាហើយអញ្ចឹងខ្ញុំកណានឹងអត់ដឹងទេសូមនិមន្តជ្រាបអត់ទេមែនណាមិនដឹងទេញោមឥឡូវបើអនុថែខ្លាចខ្ញុំកណាឲ្យឡានជិះមិនអីទេដូរវិញក៏បានដែរបើសិនជាឆ្លើយបានស្អាតដូចបាញ់មិញហ្នឹងត្រឡប់ទៅវិញចាំខ្ញុំកណាឲ្យតែឆាន់ឥឡូវមើលឆ្លើយមកមើលហេតុអ្វីបានជាគេនិយមរឿងផ្កាឈូកនឹងខ្លាំងម្លេះអាណន់សូមវិសាចនីឲ្យតែឆាន់ប្របាក់តាពីណាខ្ញុំកណារឿងតែបើទឹកឆាន់បានតែនឹងមិនសូវឆាន់ប្រហែលនេះប្របាក់តាពីពេកវាស្រួយប្រគុណម្ចាស់អរប្រគុណណាស់បកែទៅសួរគេសុំសួរទៅវិញទៀតហើយស្អីគេកើតនៅទឹករស់នៅទឹករស់ដោយសារទឹកជាលំអរបស់ទឹកប៉ុន្តែអត់មានទំនាក់ទំនងជាពាក់វៈវិនជាមួយទឹកទេតើជាអ្វីសូមនិមន្តឆ្លើយអូខំតភ័យស្មានសំណួរអីជ្រៅញោមអីគេដែលរស់នៅទឹកអាស្រ័យទឹកប៉ុន្តែមិនជាប់នឹងទឹកទេគឺត្រីអាណន់សូមជ្រាបម៉ាច់ចំមកកន្លែងខុសហ្នឹងហ្មងអត់ត្រូវទេត្រីជាប់ទឹកត្រីរស់ដោយសារទឹកលើកតែចេញពីទឹកងាប់ហើយអីចឹងត្រីអត់ត្រូវទេប្រគិនទៅក្រុមហ៊ុនត្រីនិមន្តឆ្លើយម្ដងទៀតអូបើថាត្រីបើសិនតែមើលទៅត្រីវារស់នៅក្នុងទឹកវាផឹកទឹកវាដេកនៅទឹកហើយអាណន់ថាប៉ុន្តែមិនជាប់ទឹកបើអញ្ចឹងមានតែកពើអាណន់សូមជ្រាបអត់ត្រូវទេប្រគិនទៅក្រុមហ៊ុនកពើទទួលរង្វាន់ពីកពើចោអូយមិនបានកពើមិនត្រូវព្រោះអាហ្នឹងដល់ទៅពេលវាដេកវាឡើងមកលើគូកដេកញោមវាអត់ជាប់ទឹកទេហើយដល់ឆ្លោយកពើឲ្យថាខុសទៀតអីគេអញ្ចឹងបើអញ្ចឹងតិចតល់ទៀតទៅញោមឥឡូវសាកមកសំណួរទៀតចុះរស់នៅទឹកផឹកនៅទឹកប៉ុន្តែមិនជាប់ទឹកទេចេញមកពីទឹកអីចេះតល់បាត់ហើយតល់ទៀតអាណន់នេះរមឃើញមើលសម្លឹងទៅអូអីគេញោមតល់ហើយអាណន់នេះរមឃើញទេខ្មាស់ញោមទៀតហើយយាយតាជួយបោះប្រយ៉ងឲ្យមកកើតនៅទឹករស់ដោយសារទឹកជាលំអរបស់ទឹកប៉ុន្តែมันជាប់ទឹកទេញាតិញោមសាកយកផ្កាឈូកទៅជ្រលក់ទឹកមើលវាតែទឹកអត់ហើយសាកយកស្លឹកឈូកទៅជ្រលក់ទឹកហើយលើកមកវិញមើលវាអត់ជាប់ទឹកទេក្បងវាមកក្បងដាក់ក្នុងស្លឹកឈូកមើលវាតែទឹកដែរអត់តែទឹកទេផ្កាឈូកប្រគុណម្ចាស់
ដោះចេញពីដីភក់ដីស្អុយយ៉ាងម៉េចក៏ដោយតែងើបផុតទឹកនៅតែក៏អូបអាដែលមិនមែនដោះនៅលើភក់ស្អុយក្លិនស្អុយអត់ទេដោះនៅលើភក់ក៏អូបក៏ក្លិនក៏អូបដោះនៅលើភក់ស្អុយក៏ក្លិនក៏អូបដោះនៅលើជ្រាំក៏ក្លិនក៏អូបដែរឲ្យតែចេញផុតពីទឹកមកនៅតែថែរក្សាពណ៌ថែរក្សាសម្រស់ដដែលមនុស្សទាំងអស់ចេញពីតកូលណាក៏ដោយតកូលចៅក៏ដោយតកូលពីលក៏ដោយតកូលបណ្ឌិតក៏ដោយតែមកចូលកាន់ពុទ្ធសាសនាល្អដោយផ្កាឈូកអត់មានប្រកាន់ថាអញខ្សាត់អញអ្នកមានអញអ្នកក្រទេកើតចាស់ឈឺស្លាប់ដូចគ្នាប្រព្រឹត្តសិល5សិល8ដូចគ្នាដោយប្រពុតព្រះអង្គកើតឡើងដោយសារលោកធម៌ទាំងឡាយជួយឧបត្ថម្ភកិលេសទាំងឡាយសម្ភារៈទ្រព្យសម្បត្តិមាសពេជ្រកែវកងឧបត្ថម្ភព្រះអង្គបានជាស្ដេចចក្រពត្តិមែនប៉ុន្តែព្រះអង្គអត់មានជាប់ជំពាក់នៅលៀបសក្ការៈទេព្រះសិរីបុត្រព្រះមោគលានព្រះអានន្ទបរិបូរណ៍ណាស់លៀបសក្ការៈលោកមិនជាប់ជំពាក់នៅលៀបសក្ការៈទេណែឃើញដែរឃើញផ្កាឈូកមានបាសនាច្រើនដែរផ្កាឈូកនិមិត្តឲ្យតំណាងមនុស្ស4ពួកដែលព្រះអង្គពិចារណាមើលឃើញថាតមោតមៈព្រះអង្គពិចារណាឃើញថាអុខៈដេតាញូបុគ្គលដែលស្ដាប់ធម៌ភ្លាមយល់ផ្លែតដូចយាយខ្លះគាត់ប្រងតែយល់នេះឮតែលោកទេភ្លាមគាត់ងក់ក្បាលភ្លាមអូយល់ភ្លាមនឹងគេហៅថាអុខៈដេតាញូបុគ្គលអានឹងប្រៀបដូចផ្កាឈូកប្រងទៅរីកទេត្រូវតែថ្ងៃឡើងមករីកតែហ្មងបុគ្គលមួយទៀតគេហៅថាវិបច្ចតញ្ញូបុគ្គលអានឹងថ្ងៃហ្នឹងមិនរីកទេថ្ងៃក្រោយបានរីកផ្កាឈូកហ្នឹងមនុស្សហ្នឹងស្ដាប់ធម៌ថ្ងៃហ្នឹងមិនតាន់ចេះទេប៉ុន្តែស្ដាប់ថ្ងៃក្រោយទៀតញយចេះណែស្អែកទៅចេះអញ្ចឹងញោមណាហើយអញ្ចឹងទៅហ្នឹងគេហៅថាវិបច្ចតញ្ញូបុគ្គលឯផ្កាឈូកមកបែបទៀតថ្ងៃហ្នឹងមិនរីកស្អែកមិនរីកទេតលពីថ្ងៃទៀតឬក៏អាទិត្យក្រោយបានរីកដូចយាយតាខ្លះស្ដាប់ធម៌ថ្ងៃហ្នឹងមិនយល់ទេអាឡ័យអារម្មណ៍បញ្ញាប់ទៅផ្ទះអាឡ័យបញ្ញាប់ទៅដូរឲ្យកូនមកម្ដងអីចឹងមិនតាន់យល់ទេហើយអាឡ័យចុកជើងចុកអីចឹងទៅមិនតាន់យល់ទេប៉ុន្តែថ្ងៃក្រោយទៀតយល់ដោយផ្កាឈូកអញ្ចឹងដែរនេះគេហៅថានៃបុគ្គលតលយូឯមួយទៀតបតៈបរមៈបុគ្គលមិនយល់ហ្មងផ្កាឈូកហ្នឹងមិនរីកទេរីកឡើងមកប្រងរីកទៅហើយមើលទៅមិនរីកទេបាក់កចូលទឹកវិញដើកត្រីស៊ីម៉ត់ប្រៀបដោយបុគ្គលមួយចំនួនដឹងជាស្ដាប់ធម៌ស្អីទេលោកក្មេងៗជាភូតរៀនក្រោយអញសោះហ្នឹងលែងស្ដាប់លែងអីទៅមកឆាទិដ្ឋិអាវាំងសរោធាំងប៉ាតតូទៅហើយទៅវិញបាត់ទៅហើយចប់ទៅហើយព្រះជួយលែងបានទៅហើយណាអាហ្នឹងគេហៅថាបតៈបរមៈបុគ្គលផ្កាឈូកគេយកមកប្រៀបជាមួយមនុស្សផ្កាឈូកជានិមិត្តរូបពុទ្ធសាសនាដែលភិក្ខុសង្ឃនិងពុទ្ធមិនជាប់ជំពាក់នៅលៀបសក្ការៈផ្កាឈូកជានិមិត្តរូបមិនប្រកាន់វណ្ណៈមកពីវណ្ណៈណាក៏ដោយមកចូលក្នុងពុទ្ធសាសនាប្រៀបដូចថាណែឯងដោះលើភក់ក៏ដោយលើល្បាប់ដោយលើដីល្អក៏ដោយឡើងចេញមកម៉ូតតែមួយក្លិនតែមួយរហូតចឹងហើយបានជាពុទ្ធសាសនាគេដាក់ផ្កាឈូកជាបលាំងទុំលើផ្កាឈូកទេវតាកាន់ផ្កាឈូកតម្រផ្កាឈូកជាបាសនាសម្រាប់យើងគិតគូរអញ្ចឹងឯងណាអង្គម្ចាស់សូមជ្រាបតាំងសត្វាស្ដាប់បានហើយតាមពិតរុក្ខជាតិផ្កាឈូកនោះវិញណាញោមឆ្លើយបាក់សំណួរអនុថែខ្មាស់ញាតញោមដល់ហើយញោមក្តៅមុខក្តៅមាត់ឥឡូវនឹងសួរអានន្តវិញប៉ុន្តែទុកធម៌មកដុំសិនសួរអានន្តបន្តិចសិនអានន្តបកមកច្រើនមើលអានន្តខ្ញុំកណាសុំសួររុក្ខជាតិអីដែលដើមនៅខាងក្រោមផ្លែនៅកណ្ដាលហើយដើមនៅខាងលើទៀតអានន្តសូមឆ្លើយធុរេនសូមនិមន្តជ្រាបធុរេនមិនត្រូវទេសូមឆ្លើយម្ដងទៀតខ្នោណៅផ្លែនៅកណ្ដាលខ្នោមែននេះទេអាហ្នឹងដើមនៅខាងក្រោមកណ្ដាលផ្លែហើយខាងលើហ្នឹងមានដើមដុះបន្តពីក្នុងផ្លែហ្នឹងតទៅទៀតតើអ្វីដើមដុះបន្តពីក្នុងផ្លែឃើញអាបលាស្អីនោះដូចឈូករត់មានមែនអាបលាស្អីនោះវាដោះចេញពីក្នុងផ្កាហ្នឹងទៅមួយជាន់ទៀតប៉ុន្តែបើយើងយកមកហូបគឺផ្លែម្នាស់ត្រូវឬខុសអស់ក្បួនហើយសំជ្រាបត្រូវម៉ាច់ត្រូវហើយញោមណាហ្នឹងហើយអានន្តចំជាឆ្លាតមែនញោមអូឃើញមែនអាហ្នឹងដើមខាងក្រោមក៏មានខាងលើក៏មានហើយនៅកណ្ដាលហ្នឹងគឺផ្លែម្នាស់ហ្នឹងឯងអាហ្នឹងដើមទៅលើទាំងក្រោមហ្នឹងវាចាក់ទម្លុះផ្លែហ្មងណាហេអានន្តឆ្លាតមែនឥឡូវខ្ញុំកណាឆ្ងល់ទៀតបើឆ្លាតអញ្ចឹងឆ្ងល់រឿងសីមាវិញ
ក្នុងវត្តហ្នឹងគេបញ្ចុះសីមាហ្នឹងឥឡូវខាងក្នុងវត្តខាងលើពហិយខាងក្នុងពហិយអីសួរឥឡូវសួរខាងក្រៅម្ដងសួរក្នុងវត្តក្នុងពហិយហ្នឹងតើគេជីករណ្ដៅក្នុងជុំវិញពហិយហ្នឹងតើមានប្រមាណដែរទៅអានន្តសូមវិសាចនី ស្រេចតអ្នកជីកគេចង់ជីកប្រមាណស្រាញ់គេសូមជ្រាប មិនមែនស្រេចតែយើងជីកទេដៅសីមាហ្នឹងណាគេមានក្បួនច្បាប់គេបើសិនជាស្រេចយើងជីកហ្នឹងមិនបាច់ជីកឲ្យដូចរុនបាយខុំឥឡូវញោមពីព្រោះថាឲ្យតែមានដៅហ្នឹងសិតតែមានរបស់ពិសេសគេយកទៅដាក់ក្នុងឥឡូវឲ្យអានន្តហ្នឹងឆ្លើយម្ដងទៀតតើ រណ្ដៅសីមានោះមានប៉ុន្មានដែរសូមឆ្លើយតិចបំផុតត្រឹមតែ3ដុំឡើងទៅបានណាត្រឹមតែ3អណ្ដៅជីកបាន3អណ្ដៅសីមារៀងដូចត្រីកោណជីកបាន4អណ្ដៅសីមារៀងដូចការ៉េចតកោណកែងជីកបាន100អណ្ដៅក៏បានដែរប៉ុន្តែស្រុកខ្មែរយើងគេនិយមជីកខាងនឹង8ដណ្ដៅហើយកដាលនឹងមួយទៀតជា9ដណ្ដៅសូមនិមន្តជ្រាបបើមិនជឿទៅមើលសាធុជ្រាបហើយខ្ញុំកណាធ្លាប់ដើររាប់ដែរឃើញតែគេជីកនឹង8រណ្ដៅនឹងតែហ្មងហើយចុះហេតុអ្វីបានជាគេជីកត្រឹម8រណ្ដៅនឹងអានន្តសូមនិមន្តបកស្រាយបើតាមខ្ញុំកណាគិតមើលប្រហែលជាអាចារ្យអ្នកប្រើឲ្យអ្នកជីកអញ្ចឹងបានគេជីកអញ្ចឹងតាមអាចារ្យប្រើទៅសូមជ្រាបមែនទេញោមអានន្តនឹងដឹងប៉ុន្តែឆ្លើយយករួចខ្លួនសិនមើលអានន្តបើសិនជាអានន្តឆ្លើយត្រូវអានឹងត្រឡប់ទៅវិញខ្ញុំកណាឲ្យបរិយឲ្យទឹកក្រូចទឹកអីឆាន់ណានៅមើលសូមឆ្លើយម្ដងទៀតតាមពធហេតុអ្វីបានជាគេនិយមជីកតែ8រណ្ដៅហ្នឹងមិនថែម9ឬក៏10រណ្ដៅទៅអានន្តសូមវិសាចនីម្ដងទៀតឥឡូវយប់កាន់តែជ្រៅហើយម៉ោងសំដែងកាន់តែអស់សំណួរសួរចេញកាន់តែច្រើនរួចសិតតែសំណួរល្អទៀតមិនដឹងលើកពីកពីណាមកសួរទេសួរយូរតាំងពីដណ្ដៅប៉ុន្តែខ្ញុំកណាអាត្មាញាតិញោមជួយពិភាក្សាជាមួយអាត្មាបន្តិចអាត្មាជឿថាអ្នកទៅជីកនឹងប្រកាសជាអាចារ្យគណៈកម្មការអ្នកប្រើឲ្យវាស់កន្លែងឲ្យជីកមែនទេប្រហែលជាអញ្ចឹងហើយមិនដែលអ្នកទៅជីកនឹងជីកតាមទំនើងចិត្តទេមុខតែអាចារ្យគណៈកម្មការនឹងទៅវាស់ចង្អុលឲ្យកន្លែងជីកប៉ុន្តែដែលបានជាគេជីក8ដណ្ដៅហើយកដាលមួយទៀតនឹងចេះគេធ្វើតំណាងព្រះអរហន្តទាំង8ទិសសូមនិមន្តជ្រាបសាធុគេជីកតំណាងព្រះអរហន្តទាំង8ទិសបើតំណាងព្រះអរហន្តទាំង8ទិសតើមានប្រវត្តិសេចក្តីរឿងរ៉ាវយ៉ាងម៉េចខ្លះដែរបើអានន្តដឹងសូមបញ្ជាក់បន្តិចមកសូមអារតនីប្រគុណណាស់ប្រគេនពរប្រគ្រូកាសបៈនឹងអាយុបជនមានអាយុ160ឆ្នាំឲ្យបួសឲ្យរហូតរាល់ជាតិកំភៃខ្លាចដាច់ពូជឲ្យវាឆាប់បាននិព្វានចាំចាស់ទៅឲ្យគេឆ្លាក់រូបកមួនមួយឲ្យដូចទុកថ្វាយអង្គមញោមញាតិពុទ្ធបរិស័ទកាលពីព្រះអង្គគង់នៅក្នុងវត្តចេតពុនព្រះពុទ្ធគង់នៅកដាលព្រះពុទ្ធគង់នៅកដាលទៅព្រះកោដដាញ់គង់នៅពីមុខព្រះអង្គគឺពីខាងកើតទិសបូពីខាងកើតព្រះអង្គឯព្រះរាហុលគង់ពីខាងក្រោយព្រះអង្គហើយព្រះសិរីបុត្រគង់ពីខាងស្ដាំគឺពីខាងត្បូងព្រះអង្គឯព្រះមោគលានគង់ពីខាងជើងព្រះអង្គនៅចន្លោះអាចចន្លោះទិសខាងឦសាននេះព្រះអានន្តគង់ពីខាងក្រោយព្រះអង្គឯចន្លោះទិសឦសាននេះគឺព្រះរាហុលគង់នៅទិសឦសានហើយប្រកាសបៈគង់នៅទិសអាគ្នេយ៍អីចេះហើយដល់ព្រះឧបល័យឆ្លើយវិន័យនេះគង់នៅខាងនិរដីហើយព្រះកវមបតិគង់នៅខាងពាយ័ព្យអញ្ចឹងឲ្យតែព្រះអង្គគង់ក្នុងវត្តចេតពុនគឺមានរបៀបនឹងរហូតចឹងហើយបានជាគេធ្វើអណ្ដៅសមាទៅតាមរៀងរបស់ព្រះអរហន្តទាំង8ទិសហ្នឹងញាតិញោមបានជាអះអាងទៅនឹងត្រង់អណ្ដៅកដាលតាមពិតសីមាអត់មានអណ្ដៅកដាលទេមានតែខាងឯចុះមិនបានជាគេធ្វើអណ្ដៅកដាលសម្រាប់គេបូជាដល់ព្រះពុទ្ធពីព្រោះព្រះអង្គគង់នៅកដាលគេហើយចឹងណាដាក់លុយកាក់អណ្ដៅកដាលមានន័យថាបូជាចំពោះព្រះពុទ្ធហើយណាបូជាអណ្ដៅខាងត្បូងទិសខាងត្បូងបូជាដល់ព្រះសិរីបុត្រដែលកំពូលមានបញ្ញាហើយណាបូជាអណ្ដៅខាងជើងនឹង
บជាព្រះមោគលានបកាយមានរិទ្ធហើយណាបូជាដៃខាងលិចណានឹងបូជាចំពោះព្រះអានន្ទអ្នកឃ្លាំងធរឃ្លាំងចាំហើយណាបូជាព្រះខាងកើតបូជាព្រះកៅដាញ់អញ្ចឹងទៅណាបូជាខាងឯសានបូជាព្រះរាហុលណាបូជាខាងអាគ្នេយ៍គឺបូជាព្រះកាសបៈណាបូជាខាងពាយប់គឺព្រះកវមបតិណាបូជាខាងនិរដីគឺបូជាចំពោះព្រះឧបល័យហើយអញ្ចឹងគេដាក់ក្នុងដៅនឹងអារម្មណ៍គេបូជាដល់ព្រះអរហន្តបកែទាំង8ទិសនឹងឯងណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបហើយអានន់ហើយអានន់ឆ្លើយមកពីរសក្បោះក្បាយច្បាស់លាស់ណាស់ញោមហេតុអ្វីបានជាអ្នកកើតឆ្នាំរោងបញ្ចុះអីគេហ្នឹងបញ្ចុះសេមាមិនបានព្រោះអ្វីព្រះគុណម្ចាស់សូមនិមន្តមានសំណួរគេសួរញោមបើយើងនិយាយទៅគេហៅថាឆុងឆ្នាំអញ្ចឹងណាគេថាបើសិនជាក្នុងឆ្នាំនេះឆ្នាំថោះអញ្ចឹងបើសិនបញ្ចុះសីមានៅក្នុងឆ្នាំថោះហ្នឹងអាហ្នឹងគេថាមកអត់បានទេឆុងឆ្នាំហ្នឹងឯងមកប្រកាសជាមានគ្រោះថ្នាក់រហូតទៅដល់គ្រោះថ្នាក់ដល់ជីវិតអញ្ចឹងសំណួរនេះសួរអានន្ទហ្មងឲ្យអានន្ទបកស្រាយហ្មងតើគេយល់យ៉ាងហ្នឹងពិតដែរឬក៏មិនពិតហើយបើសិនជាមិនពិតឬក៏ពិតយ៉ាងណាសូមឲ្យអានន្ទហ្នឹងបកស្រាយបញ្ជាក់មកមើលសូមរតនីសំណួរគេសួរញោមខ្ញុំវិញគេសួរហើយឃើញហុចกระดาษមកមិនដឹងណាទេអត់ប្រាប់ឈ្មោះទេគាត់ថាឆ្នាំរោងហេតុអីបានជាអ្នកកើតឆ្នាំរោងហ្នឹងគេមកគេខ្លាចឆុងអាត្មាសូមបញ្ជាក់ពាក្យឆុងមួយម៉ាត់មិនមែនខ្មែរទេគឺចិនទេតែនិយាយពាក្យឆុងមួយម៉ាត់ឆុងអ្នកឆ្នាំរោងឆុងឆ្នាំរោងឆុងរបៀបម៉េចមានន័យថាយកឆ្នាំរោងហ្នឹងមកដាក់ក្នុងប៉ាន់ហើយចាក់ទឹកក្តៅពីលើអាហ្នឹងឆុងឆ្នាំរោងហើយអាហ្នឹងចិននេះគេថាឆុងញោមប៉ុន្តែខ្មែរមិនឆុងទេឆ្នាំរោងឆ្នាំនេះទេវតាចិនឈ្មោះថៃសួយអៀហើយឆ្នាំរោងហ្នឹងវាមានឆ្នាំដែលត្រូវឆុងអញ្ចឹងប៉ុន្តែចំពោះជំនឿវាមាន4ក្នុងសាសនាខ្មែរយើងនេះជំនឿព្រហ្មញ្ញសាសនាមួយបែបជំនឿពុទ្ធសាសនាមួយបែបជំនឿចិនមួយបែបតាមទំនៀមទម្លាប់មួយបែបណែវា4ពួកនឹងប្រទាញគ្នាអាហ្នឹងបើគេនិយាយតាមឆុងហ្នឹងនិយាយតាមចិនទេខ្ញុំណាបើតាមខ្មែរអត់មានទេហើយបើនិយាយតាមពុទ្ធសាសនាហ្មងអត់មានឆុងទេឆ្នាំណាក៏មកបានដែរឆ្នាំរោងហ្នឹងក៏មកបានដែររឿងរ៉ាវដែលក្នុងសាសនាយើងមកពីវាអត់មានមនុស្សចាំផ្ទះទេអារឿងគេបញ្ចុះសីមាគេលេងកុនគេលេងល្ខោនគេលេងជីគេលេងលបាំឆាយយ៉ាំកន្ទ្រឹមកន្ទ្រាក់ញាក់កន្ទ្រាក់អារម្មណ៍ត្រមដីថ្ងៃមុនទៅឯខាងស្រុកភ្នំស្រុកនោះសត្វតែកន្ទ្រឹមរុកខងខយមកលេងទៀតនោះហើយបើអញ្ចឹងហើយអាកូនក្មេងៗហ្នឹងវាចង់ជាងឪទៀតហ៎ហើយឪក៏ចង់ម៉ែក៏ចង់កូនក៏ចង់មាននរណានៅចាំផ្ទះទៅទាំងអស់គ្នាក៏លោកគេដឹកគោបាត់ទៅបានអីទឹមបើអញ្ចឹងគេបង្កើតពីអាណាត្រូវឆ្នាំហ្នឹងទៅមិនបានទេឆុងអញ្ចឹងអ្នកដែលត្រូវឆ្នាំហ្នឹងនៅចាំផ្ទះមើលរបស់ទ្របអាហ្នឹងរឿងវាអញ្ចេះទេអាហ្នឹងរឿងពិតរបស់ខ្មែរប៉ុន្តែរឿងចិនមិនថាទេអាហ្នឹងជំនឿរបស់គេជឿគេថាឆុងរបស់គេអញ្ចឹងចុះបើខ្មែរយើងអត់មានទេចាស់ថាណែក្មេងៗយឡើងដើម7អត់ឡើងដើមខ្វិតអាខ្វិតទុំហ្នឹងគេមិនឲ្យវាយលើដើមទេស្អុយមេឃអញ្ចឹងអាខ្វិតបេះបានទុំប្រហែលអត់ហ៊ានវាយលើនោះទេស្ពាយមកក្រោមវាយអាម៉េចបើតានៅអង្គុយឯក្រោមនេះវាយលើនោះមិនហូបពីលើនោះអត់ខាន់តាអញ្ចឹងត្រូវតែស្ពាយមកឲ្យក្រោមចាស់ថាក្មួយអើយណាហូបចុងអំពៅចេះហែលទឹកអូក្មេងៗតែដើមចុងអំពៅអស់ទុកអាគុលអំពៅហ្នឹងឲ្យតាចេះអាគុលប៉ែមជាងហើយមានច្រើនណាញោមអាហ្នឹងពាក្យជំនឿខ្លះគេថាអើយស្រីមានផ្ទៃពោះគេមកឲ្យដាក់បាតលោកទេគេមកសួរអាត្មាថាម៉េចទេគុណណាស្រីនឹងពពោះហើយលោកនឹងក៏ពពោះដែរមើលឃើញប៉ោងដូចគ្នាអញ្ចឹងគេខ្លាចកង់គ្នាហើយបានគេមកដាក់ចង្ហាន់លោកហើយវាទាស់អីដល់កូនដែរទេទេគុណមកសួរអាត្មាថាមិនមែនទាស់គ្នាកង់អីកូនទេញោមអើយញោមឯងធ្លាប់គោរពលោកតែឃើញលោកចេះតែសាពះចេះតែអោនដែរអង្កាលពីពោះនៅតែទេអោនដល់ជង្គង់ក៏មិនអីដែរដល់តែញោមមានពោះមានពងមានកូនមានបុតអញ្ចឹងតែអោនទៅមិនគៀបគ្នាហើយលោកតែលោកបិណ្ឌបាត100ដងអោន100ដងហ្នឹងមិនប្រកេះកូនហ្នឹងសប៉ែតទៅហើយទេ
ចឹងបានគេថាមកដាក់រឿងចឹងឯងប៉ុន្តែបើយើងដាក់កុំអោននោះគ្មានពេលណាហាមទេគេថាប្រសងមិនឲ្យឈប់នៅមុខផ្ទះគេទេបិណ្ឌបាតឈប់មុខផ្ទះគេទៅវាចង្រៃដល់គេចង្រៃអាម៉េចបើចំមុខផ្ទះទៅគេឈានជើងចោះមកក៏លោកគេស្លៀកសពុតទៅមិនវីវចឹងបានគេមកឈរចំមុខផ្ទះវាសិតតែមានហេតុផលទាំងអស់ហ្នឹងឯងអ្នកខ្លះថាណែការណាកូនកំមុំកូនកំឡោះណាគេមិនឲ្យសាពះពីក្រោមធ្នឹមទេដាច់ខាតសាពះក្រោមធ្នឹមអត់បានទេមិនសាពះមិនបានបើអាក្រោមធ្នឹមហ្នឹងថ្ងៃមួយក្អែបវាធ្លាក់មកកំពុងសាពះក្អែបវាធ្លាក់មកវាលើនឹងធ្លាក់មកលើកូនកំមុំរត់ជន់អាចារ្យពេញហ្នឹងអញ្ចឹងបានគេចេះតែមានពាក្យចាមរាមអញ្ចឹងបើតាមខ្មែរយើងមិនឆុងទេណាញោមណាមកចេះតែបានហើយរឿងសីមាហ្នឹងខ្លះគេថាអញ្ចេះទៀតនៅខាងអាត្មានោះគេថាក្មេងៗគេមកទៅក្បែរដៅសីមាទេតែហ៊ានដល់ល្អលជើងធ្លាក់គេកប់ទុកហ្មងគេអត់កាយមកវិញទេហើយអញ្ចឹងក្មេងៗខ្លាចមិនហ៊ានទៅទេវាពិបាកការពារខ្លាចវាទៅធ្លាក់ហ្នឹងផងខ្លាចវាទៅយករបស់របរហ្នឹងផងគេចេះតែបំភ័យអញ្ចឹងទៅអាហ្នឹងរឿងពិតអញ្ចេះទេប្រគុណម្ចាស់សូមជ្រាបសាធុប៉ុណ្ណឹងស្ដាប់បានទេម្ចាស់សំណួរអានឹងអាចស្ដាប់បានហើយញោមណាពីព្រោះបើសិនជាយើងនិយាយអំពីទ្រឹស្ដីកម្មផលនៅក្នុងពុទ្ធសាសនាគ្មានឆុងគ្មានអីទេបើថាឆុងកាហ្វេឆុងតែឆុងអីបានប៉ុន្តែដល់ទៅពេលឆុងឆ្នាំថាហេមកបញ្ចុះសីមាហ្នឹងគឺអត់អីទេអានឹងអនុថែបកអានន្តបកស្រាយបានច្បាស់លាស់ណាស់ដូចជារឿងថាវាយមិនឲ្យវាយខ្វិតទុំនៅលើចុងខាងចុងដើមចឹងជាដើមឥឡូវហ្នឹងខ្ញុំបករណាឆ្ងល់បន្តទៀតអានន្តថែមមកសំណួរទៀតចោះព្រោះឥឡូវហ្នឹងសំឡេងហ្នឹងដូចជាមិនសូវស្រួលហីអានន្តហើយខ្ញុំកណាឆ្ងល់អញ្ចេះឆ្ងល់រឿងថានៅក្នុងវត្តហ្នឹងតែងតែមានអ្នកបោសសម្អាតវត្តហើយនៅក្នុងកម្មវិធីហ្នឹងតែងតែមានអុចកំជ្រោចតែងតែមានបង្ហោះគូមអីហ្នឹងជាដើមហើយចុះអ្នកដែលបោសវត្តបង្ហោះគូមឬក៏អុចកំជ្រោចហ្នឹងតើបានបុណ្យបានអានិសង្ឃយ៉ាងម៉េចយ៉ាងម៉ាដែលទៅអានន្តហើយសូមវិសាចនីឥឡូវដល់ពេលគេបើកភ្លេងហើយអញ្ចឹងការសម្ដែងធម៌របស់យើងក៏ដល់បញ្ចប់ដែរនៅសល់កពីព្រះអភិធម្មមួយទៀតហ្នឹងយើងគិតលៃតែពី3នាទីបានហើយដើម្បីឲ្យតាន់សភាពការអញ្ចឹងខ្ញុំកណាក៏ឆ្លើយកាត់ប្រគិនខ្លីៗតាមនឹងដែរព្រោះដល់ម៉ោងគេទៅហើយញោមណាបើអញ្ចឹងទេអ្នកបោះសម្រាមវត្តហ្នឹងបានអានិសង្ឃច្រើនជាងគេញោមបានអានិសង្ឃ500កាប់គឺ500ផែនដីហ៎តោះណាអានិសង្ឃ500កាប់គឺ500ផែនដីហើយរមែងកើតឡើងបានអានិសង្ឃ5ប្រការទី1ខ្លួនឯងជ្រះថ្លាណាឲ្យតអ្នកបោះសម្អាតមកឃើញវត្តស្អាតវាត្រេកអរញឹមក្នុងចិត្តវាសបាយទី2អ្នកដតីក៏ជ្រះថ្លាទី3ទេវតាស្រឡាញ់នៅនឹងទី4នៅនឹងឯងស្លាប់ទៅកើតក្នុងឋានសួគ៌ទី5ចុះពីឋានសួគ៌មកវិញកើតឡើងរូបស្អាតដាច់គេណាអញ្ចឹងវាមានរឿងពីជំនាន់ព្រះអ្នកកើតមករូបស្អាតអញ្ចឹងដែរនឹងដោយសារអានិសង្ឃនៃការបោះសម្រាមក្នុងបុណ្យខ្លះមានកម្មវិធីនឹងអុចកំជ្រួចបង្ហូតគោមបើមានអុចកំជ្រួចបង្ហូតគោមបើណាអ្នកអុចកំជ្រួចឬក៏ជួយជាថ្លៃទិញកំជ្រួចអុចដើម្បីបូជាដល់បរតនត្រ័យឲ្យក្រឹកក្រែងបានអានិសង្ឃ15កាប់ញោម15អាយុកាលផែនដីបានសុខបានសបាយឡើងជាសេដ្ឋីនឹង500ជាតិហើយកើតជាទេវតានឹងមានយស័កមានបរិវារ1000ហើយចំណែកខាងអ្នកបង្ហូតគោមអ្នករៀបចំផ្កាភ្ញីទៀនធូបបូជានៅក្នុងកម្មវិធីបុណ្យនឹងបានអានិសង្ឃ12កាប់បានកើតក្នុងឋានទេវលោកមានបរិវារ1000ដូចគ្នាសង្ខេបបែបខ្លីប៉ុណ្ណេះដល់ម៉ោងបញ្ចប់ហើយសូមប្រកាសសពនិមន្តជ្រាបសាធុជ្រាបហើយសុតនបេដកាបច្ឆាវសានេនាកាលបញ្ចប់នៅសុតនបេដកក្នុងកាលណាហើយតែងតែមាននៅព្រះអរហន្តទាំងឡាយសាទជារាយមុនសូត្រតាមនៅការកម្ពីសតនបេដកនេះគ្រប់ព្រះអង្គប៉ុន្តែឥឡូវនេះយើងយកគ្រាន់តែតាមលំអានមិនបានសូត្រទៅតាមលោកសម្ដែងចប់ទេក៏សូមរតនានិមន្តព្រះនិកថេព្រះនិកសេទាំង4ព្រះអង្គស្វាទជារាយមុននៅកម្ពីសតនបេដកឲ្យលាន់ឮក្រឹកក្រែងដូចនាគលេងទឹកទៅ